មុននឹងចូលទៅដល់សាច់រឿងខ្ញុំបាទសូមរៀបរាប់ពីរឿងសក់កណ្ដាញនេះដើម្បីចែកជូនទៅដល់បងប្អូនប្រិយមិត្តស្ដាប់កំសាន្តបន្តិចសក់កណ្ដាញមានច្រើនប្រភេទណាស់ដូចជាសក់កណ្ដាញរបស់មនុស្សសក់កណ្ដាញនៅទីម្លប់កណ្ដាញស្វាកណ្ដាញខ្លាឬក៏កណ្ដាញសេះក៏មានដែរក៏ប៉ុន្តែសក់ដាញទាំងអស់នេះសុទ្ធតែមានផលប្រយោជន៍របស់វារៀងៗខ្លួនសក់កណ្ដាញរបស់មនុស្សបើសិនជាយើងថែរក្សាបានល្អកណ្ដាញមួយនេះក៏អាចបញ្ជេគ្រោះកំភ្លើងបញ្ជេគ្រោះថ្នាក់ទាំងឡាយឲ្យជិះចេញពីខ្លួនយើងក៏បានដែរចំណែកឯកណ្ដាញម្លប់នោះគឺជាកណ្ដាញអាចបំបែកមន្តអាគមរបស់ពពួកគ្រូធ្មប់ឬក៏ធ្វើឲ្យសាបរលាបនៃមន្តអាគមចងព្រៃរបស់ពពួកអ្នកចេះអាគមផ្សេងទៀតដែលចង់ធ្វើបាបមកដល់យើងក៏មានចំណែកឯពពួកកណ្ដាញស្វាកណ្ដាញខ្លាកណ្ដាញសេះវិញពួកវានេះក៏សុទ្ធតែមានផលប្រយោជន៍រៀងៗខ្លួនផងដែរនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកសាច់រឿងសក់កណ្ដាញមួយយកមកសម្រាប់ចែកជូនបងប្អូនស្ដាប់កំសាន្តទាំងអស់គ្នាសាច់រឿងមួយនេះបានកើតឡើងនៅក្នុងគ្រួសារមួយពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធបានប្រសូតបានកូនប្រុសម្នាក់កូនប្រុសនោះមានភាពធាត់ទ្រលុកទ្រន់ល្អមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់ពីរនាក់ប្តីប្រពន្ធបានចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសនោះរហូតដល់គេមានអាយុ5ឆ្នាំក៏ប៉ុន្តែក្មេងប្រុសមានភាពចម្លែកខុសប្លែកពីក្មេងធម្មតាវាទើបតែមានអាយុ5ឆ្នាំតែប៉ុណ្ណោះក៏ប៉ុន្តែវាអាចលើកដុំថ្មដែលសុទ្ធតែជារបស់ធ្ងន់លើសពីសមត្ថភាពមនុស្សចាស់ឬក៏ពីសមត្ថភាពដែលក្មេងៗដូចគ្នាអាចធ្វើបានឪពុកម្ដាយរបស់គេបានដាក់ឈ្មោះគេថាសំណាងដោយសារតែគេនេះគឺជាមនុស្សសំណាងខុសពីក្មេងនៅក្នុងភូមិចំណែកឯនៅពីខាងក្រោយកន្ទុយអណ្ដើកសក់របស់គេក៏មានសក់ដាញ់មួយប្រហែលជាប្រព័ន្ធកូនដៃធ្លាក់ចុះមកពីខាងក្រោយក្បាលរបស់គេឪពុកម្ដាយរបស់សំណាងក៏តែងតែកាត់សក់ដាញ់នេះចោលវេលាពេលកាត់ម្ដងតែងតែធ្វើឲ្យក្មេងប្រុសនេះឈឺមូលហេតុដោយសារតែសក់ដាញ់នេះមានព្រាយសន្ធិដ្ឋនៅចាំថែរក្សាទៅដល់ម្ចាស់សក់ដោយសារតែឪពុកម្ដាយសំណាងពូវ៉ាតជាមួយនឹងមីងស្រីគាត់មិនសូវបានយល់ចំពោះរឿងមន្តអាគមនិងភាពអបិយជំនឿអ្វីនោះទេចំណែកឯសំណាងវិញនៅពេលដែលគេចេញទៅលេងជាមួយនឹងក្មេងៗផ្សេងទៀតក្មេងៗតែងតែព្រួតគ្នាវាយទៅលើសំណាងក៏ប៉ុន្តែទោះជាក្មេងៗនោះមានចំនួនច្រើនអ្នកក៏ដោយក៏ពួកវាមិនដាល់វាយឈ្នះទៅកាន់សំណាងនេះឡើយដោយសារតែសំណាងគេមានកម្លាំងខុសប្លែកពីមនុស្សធម្មតាចំណែកឯគេវិញហាក់ដូចជាមានអ្វីមួយចាំបីបាច់ថែរក្សាគេមិនឲ្យអ្នកដទៃបំពេញទៅលើខ្លួនប្រាណគេបាននោះទេក្មេងៗដែលត្រូវនេះសំណាងវាយយំវាក៏យករឿងរ៉ាវទាំងអស់នេះប្រាប់ទៅឪពុកម្ដាយរបស់វាឲ្យបានដឹងមិនជូរប៉ុន្មានឪពុកម្ដាយរបស់ក្មេងៗពួកគេក៏មកលបលួចចាំមើលទៅកាន់សំណាងនេះតើវាមានរឿងអ្វីទៅបានជាវាមានកម្លាំងកំហែងខុសពីក្មេងធម្មតាអញ្ចឹងនៅពេលខ្លះអ្នកភូមិក៏បានឃើញសំណាងលើកដុំថ្មធំគប់ក្រវែងហាក់ដូចជាដុំស្នោចំណែកឯពេលខ្លះក៏បានឃើញគេឈរនិយាយហាក់ដូចជានិយាយជាមួយនឹងមនុស្សអញ្ចឹងតែនៅក្នុងពេលនោះគឺគេនិយាយម្នាក់ឯងតែប៉ុណ្ណោះមិនយូរប៉ុន្មានអ្នកភូមិក៏បានយករឿងរ៉ាវទាំងអស់នេះប្រាប់ទៅកាន់មីងស្រីដែលជាម្ដាយរបស់នាយសំណាងមុនដំបូងមីងស្រីនិងពូយ៉ាតមិនបានជឿសម្ដីអ្នកភូមិទាំងអស់គ្នានោះទេវេលាពេលក្រោយមកគាត់ក៏ចាប់ផ្ដើមសង្កេតទៅកាន់កូនប្រុសនៅពេលនោះគាត់ក៏បានឃើញថាកូនប្រុសសម្លាញ់របស់គាត់មានកម្លាំងខុសប្លែកពីក្មេងធម្មតាម្យ៉ាងទៀតនោះពេលខ្លះវាក៏បានអង្គុយនិយាយតែម្នាក់ឯងតែហាក់ដូចជានិយាយជាមួយនឹងមនុស្ស3-4នាក់អញ្ចឹងរឿងរ៉ាវមួយនេះហើយទើបធ្វើឲ្យមីងស្រីនិងពូយ៉ាតចាប់ផ្ដើមមានអារម្មណ៍សង្ស័យ
ទៅលើកូនប្រុសរបស់គាត់ម្យ៉ាងទៀតចាប់តាំងពីសំណាងមានអាយុ5ឆ្នាំមកនៅក្នុងផ្ទះរបស់គេតែងតែមានភ្លើងខៀវក្រហមជាច្រើនបានហោះព័ទ្ធជុំវិញផ្ទះរបស់គេភ្លើងទាំងអស់នោះហាក់ដូចជាពពួកបរិវារដែលកំពុងតែចាំការពារទៅដល់សំណាងអញ្ចឹងនៅក្នុងថ្ងៃមួយពូរ៉នដែលជាអ្នកមានផ្ទះនៅជិតផ្ទះរបស់មីងស្រីវេលាយប់ប្រហែលជាម៉ោង12ពេលដែលគាត់ចុះពីលើផ្ទះទៅបំពួកភ្លើងគូក្នុងពេលនោះគាត់ស្រាប់តែប្រទះឃើញថាមានមនុស្សខ្មៅ4នាក់កំពុងតែដើរក្រឡឹងជុំវិញផ្ទះរបស់មីងស្រីនិងពូយ៉ាតពេលនោះពូរ៉នគាត់គិតស្មានថាជាចោរគាត់ក៏បានទៅលបក្បែររបងរួចឆាយមើលទៅកាន់មនុស្សទាំង4នាក់នោះក៏ប៉ុន្តែបន្ទាប់ពីសង្កេតបានច្បាស់ទៅពូរ៉នក៏បានឃើញថាអ្នកទាំង4នោះមានភ្នែកពណ៌ក្រហមចំណែកឯកាយវិការរបស់ពួកគេមិនមែនជាមនុស្សនោះឡើយតាមពិតទៅវាគឺជាពពួកព្រាយដែលមកសន្ធិដ្ឋចាំថែរក្សានៃសំណាងដោយសារតែអំណាចសក់ដាញ់នេះឯងរឿងរ៉ាវមួយនេះក៏ត្រូវពូរ៉នយកទៅនិយាយប្រាប់ដល់អ្នកភូមិចំណែកឯអ្នកភូមិក៏បានយករឿងរ៉ាវទាំងអស់នេះប្រាប់ទៅកាន់ឪពុកម្ដាយរបស់នាយសំណាងដូចគ្នាផងដែរនៅក្នុងថ្ងៃមួយពេលដែលអ្នកភូមិប្រជុំគ្នាមីងស្រីគាត់ក៏បានធ្វើដំណើរចូលទៅដល់ពេលនោះពូរ៉នក៏បាននិយាយទៅកាន់មីងស្រីថាណែស្រីអើយកូនប្រុសរបស់ឯងមើលទៅគឺជាពពួកខ្មោចព្រាយវាមកកើតដើម្បីបង្កមហន្តរាយទៅដល់ភូមិជើងហើយឯងត្រូវតែយកវាទៅបោះបង់នៅក្នុងព្រៃចោលទៅបើវាធំបន្តិចទៀតវាប្រកាសជាបង្កើតមហន្តរាយមកដល់ភូមិជើងពិតជាមិនខាននោះទេចំណែកឯមីងស្រីគាត់ក៏បានឆ្លើយតបថាលោកពូខ្ញុំក៏ធ្លាប់បានដឹងដែរថាកូនប្រុសរបស់ខ្ញុំនេះវាចម្លែកខុសពីមនុស្សធម្មតាតែកូនប្រុសរបស់ខ្ញុំវាមិនដែលទៅធ្វើបាបអ្នកណាហើយធ្វើឲ្យមានរឿងថ្នាក់ជាមួយនឹងអ្នកភូមិណាផ្សេងនោះទេម្យ៉ាងទៀតវានៅក្មេងណាស់តើឲ្យខ្ញុំយកវាទៅបោះចោលនៅក្នុងព្រៃយ៉ាងម៉េចនឹងកើតទៅលោកពូនៅក្នុងពេលនោះអ៊ំស្រីម្នាក់ក៏បាននិយាយឡើងថាណែស្រីឯងត្រូវតែយកវាទៅបំបង់ចោលឯងជឿជើងទៅបន្តិចទៀតពពួកខ្មោចព្រាយនឹងមករស់សន្ធិដ្ឋនៅក្នុងផ្ទះរបស់ឯងពេលនោះទោះជាឯងធ្វើយ៉ាងម៉េចក៏មិនអាចបណ្ដាញវាឲ្យចេញពីផ្ទះរបស់ឯងដែរឯងជឿខ្ញុំទៅមីងស្រីបន្ទាប់ពីឮសម្ដីអ្នកភូមិនិយាយម្នាក់មួយម៉ាត់ធ្វើឲ្យគាត់ក៏មានអារម្មណ៍ភ័យខ្លាចផងដែរដោយសារតែគាត់បានឃើញអត្តចរិតរបស់កូនប្រុសគាត់មើលទៅដូចជាពាក្យដែលអ្នកភូមិបាននិយាយមែនពេលខ្លះវាក៏ឈរនិយាយតែម្នាក់ឯងចំណែកឯពេលខ្លះទៀតកម្លាំងកំហែងរបស់វាខុសប្លែកពីមនុស្សធម្មតានៅក្នុងពេលនោះមីងស្រីក៏បាននិយាយទៅកាន់អ្នកភូមិថាណែបើអញ្ចឹងសូមឲ្យខ្ញុំទៅពិភាក្សាជាមួយនឹងប្តីខ្ញុំសិនខ្ញុំមិនទាន់ហ៊ានអាកាត់ម្នាក់ឯងនោះទេនៅក្នុងពេលនោះពូឆយដែលជាអ្នកមានផ្ទះជាប់ផ្ទះរបស់មីងស្រីនោះគាត់ក៏បាននិយាយឡើងថាណែស្រីគិតឲ្យឆាប់ទៅក្មេងប្រុសនេះកាន់តែធំវាកាន់តែខ្លាំងខុសគេខុសឯងហើយប្រញាប់យកវាទៅបោះចោលនៅក្នុងព្រៃទៅដើម្បីសុវត្ថិភាពដល់អ្នកភូមិណាបន្ទាប់ពីនិយាយរួចមីងស្រីគាត់ក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់គាត់ដើម្បីពិភាក្សារឿងនេះជាមួយនឹងប្តីពូយ៉ាតបន្ទាប់ពីស្ដាប់សម្ដីរបស់ប្រពន្ធហើយគាត់ក៏បាននិយាយឡើងថាណែម៉ែវាខ្ញុំក៏ធ្លាប់បានឃើញដែរថាកូនប្រុសរបស់ជើងនេះវាហាក់ដូចជាមានពពួកខ្មោចព្រាយនៅចាំថែរក្សាអញ្ចឹងថ្ងៃមុននោះពេលនៅក្បាលប្រលប់ខ្ញុំចុះទៅមុជទឹកខ្ញុំស្រាប់តែបានឃើញហាក់ដូចជាមានមនុស្ស4នាក់កំពុងតែអង្គុយប្រាជ្ញគ្នានៅឯកំពង់ទឹកក្រោយផ្ទះនៅពេលនោះខ្ញុំក៏មានអារម្មណ៍ភ័យតក់ស្លុតដែរក៏ប៉ុន្តែពួកខ្មោចព្រាយនោះ
បន្ទាប់ពីខ្ញុំដើរចូលទៅវាក៏រលាយបាត់ចេញពីទីនោះឯងខ្ញុំមិនដែលហ៊ាននិយាយប្រាប់ឯងនោះទេព្រោះខ្លាចថាឯងនេះភ័យខ្លាចនៅពេលឮសម្ដីរបស់ខ្ញុំបន្ទាប់ពីពូចាតបាននិយាយដូច្នោះមីងស្រីគាត់ក៏បាននិយាយឡើងថាឪវាមើលទៅកូនប្រុសរបស់ជើងពិតជាកូនព្រាយបិសាចមកកើតពិតប្រាកដមែនហើយបន្ទាប់ពីនិយាយពិភាក្សាគ្នាអស់មួយសន្ទុះពូចាតគាត់ក៏បាននិយាយទៅកាន់ប្រពន្ធគាត់ថានេះម៉ែវាបើអញ្ចឹងថ្ងៃស្អែកយើងយកកូនប្រុសយើងទៅបោះចោលនៅក្នុងព្រៃទៅដើម្បីសុវត្ថិភាពយើងនិងសុវត្ថិភាពរបស់អ្នកភូមិមីងស្រីបន្ទាប់ពីឮសម្ដីរបស់ប្តីគាត់ក៏មានអារម្មណ៍អាក់អន់ស្រពន់ចិត្តដែរដោយសារតែកូនប្រុសរបស់គាត់អ្វីត្បិតតែវាខុសប្លែកពីធម្មតាតែវាមិនធ្លាប់ធ្វើអ្វីឲ្យពួកគាត់ពិបាកចិត្តនោះទេនៅក្នុងពេលនោះមីងស្រីក៏សម្រេចចិត្តធ្វើតាមប្តីរបស់គាត់ក្រោយមកអ្នកទាំងពីរក៏បានទៅជួបនឹងសំណាងដែលកំពុងតែអង្គុយលេងនៅក្រោមដើមឈើខាងមុខផ្ទះពូចាតគាត់បាននិយាយទៅកាន់កូនប្រុសថាណែកូនថ្ងៃស្អែកនេះពុកម៉ែធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីកាប់អស់យកមកផ្ទះតើឯងទៅជាមួយនឹងពុកម៉ែដែរឬទេសំណាងដែលជាក្មេងស្លូតគេក៏បាននិយាយមកកាន់ឪពុកម្ដាយថាបាទពុកម៉ែខ្ញុំសូមចូលទៅក្នុងព្រៃដែរព្រោះតែខ្ញុំមិនដាធ្វើដំណើរចូលទៅក្នុងព្រៃនោះទេក្រោយមកមីងស្រីគាត់សម្លឹងមុខកូនប្រុសទាំងមានភាពអាណិតអាសូរកូនប្រុសរបស់គាត់ពិតជាមិនបានដឹងថាឪពុកម្ដាយកំពុងតែយកគេទៅចោលនៅក្នុងព្រៃនោះទេបន្ទាប់ពីនិយាយរួចមីងស្រីនិងពូចានបានដើរចេញឆ្ងាយពីកូនប្រុសបន្តិចហើយគាត់ក៏បាននិយាយទាំងអារម្មណ៍សោកសៅថាណែម៉ែវាអើយខ្ញុំហាក់ដូចជាមិនដាច់ចិត្តពីកូនប្រុសយើងសោះមើលណោះមុខវាកំ plong ហើយកៅភ្នែករបស់វាស្លូតណាស់ខ្ញុំដូចជាមិនចង់ជឿថាវាជាកូនពពួកខ្មោចព្រាយបិសាចមកចាប់ជាតិនោះទេមីងស្រីក៏បានឆ្លើយតបថាណែឯងខ្ញុំក៏មានចិត្តដូចឯងដែរក៏ប៉ុន្តែអ្នកភូមិគឺចេះតែដកដានឲ្យពួកយើងយកកូនប្រុសនេះទៅបំបោះចោលក្នុងព្រៃបើសិនជាយើងតវ៉ាជាមួយនឹងពួកគេក៏មិនបានដែរក្រោយមកពួកគាត់ក៏បានសម្រេចចិត្តថាថ្ងៃស្អែកនេះនឹងយកសំណាងដែលជាក្មេងប្រុសកំសត់នេះយកទៅបោះចោលនៅក្នុងព្រៃហើយថ្ងៃនោះពួកគាត់ទាំងពីរនាក់មិនបានបរទេះទៅដឹកអស់នោះទេដោយពូចាតជាអ្នកអៀវកូនប្រុសចំណែកឯប្រពន្ធរបស់គាត់បានទូកញ្ជើបាយពីខាងក្រោយអ្នកទាំងពីរនាក់នេះបានធ្វើដំណើរចូលទៅក្នុងព្រៃកាន់តែជ្រៅទៅដោយក្នុងព្រៃនេះគាត់មិនធ្លាប់ធ្វើដំណើរចូលទៅដល់នោះទេរហូតចូលទៅដល់ក្នុងព្រៃកាន់តែជ្រៅគាត់បានដាក់កញ្ជើបាយចោះហើយគាត់បាននិយាយទៅកាន់កូនប្រុសគាត់ថាសំណាងកូនម៉ែដួសបាយឲ្យកូនហូបកូនកុំដើរទៅណាឲ្យសោះពុកម៉ែចូលទៅកាប់អស់ហើយពេលនោះសំណាងក៏បាននិយាយទៅកាន់ម្ដាយថាអ្នកម៉ែហេតុអ្វីក៏យើងមិនហូបបាយជុំគ្នាទៅចាំហូបបាយរួចចាំទៅកាប់អស់ទៅម៉ែម្ដាយក៏មានទឹកភ្នែកព្រមចេញមកបន្តិចហើយគាត់ប្រឹងទប់ស្មារតីនិយាយទៅកាន់កូនប្រុសថាកូនហូបចោះពុកម៉ែប្រញាប់ណាស់បើមិនប្រញាប់កាប់អស់នោះទេថ្ងៃរសៀលយើងប្រកាសជាមិនបានអស់ត្រឡប់ទៅផ្ទះវិញឡើយកូនកុំដើរទៅណាឲ្យសោះណាបន្ទាប់ពីនោះទៅសំណាងបានអង្គុយនៅហូបបាយក្នុងព្រៃចំណែកឯឪពុកម្ដាយរបស់គេក៏ចាប់ផ្ដើមធ្វើដំណើរចេញពីទីនោះទៅដើរបានឆ្ងាយពីកូនបន្តិចពួកគាត់ក៏ចាប់ផ្ដើមរកផ្លូវដើម្បីធ្វើដំណើរគេចចេញពីក្នុងព្រៃនោះរីឯសំណាងវិញបន្ទាប់ពីឪពុកម្ដាយចេញទៅបាត់ក្រោយហូបបាយរួចគេបាននៅអង្គុយលេងតែម្នាក់ឯងរហូតដល់ថ្ងៃជ្រេពេលក្បាលប្រលប់មីងស្រីជាមួយនឹងប្តីរបស់គាត់
បានធ្វើដំណើរចូលទៅដល់ផ្ទះសម្បែងបាត់ទៅហើយសំណាងនាពេលប្រលប់ចូលមកដល់ស្រាប់តែសំឡេងឆ្កែនៅក្នុងព្រៃក៏ចាប់ផ្ដើមស្រែកលូនោះគឺជាពពួកឆ្កែចចកទាំងវងដែលកំពុងតែស្រែកលូនិងស្វែងរកចំណីរបស់វាបន្ទាប់ពីបានដឹងថានៅទីនេះមានចំហាយក្លិនរបស់មនុស្សចចកទាំងវងក៏ចាប់ផ្ដើមរត់សម្ដៅមកកាន់សំណាងតែម្ដងក៏ប៉ុន្តែនៅក្នុងពេលនោះព្រាយទាំង4ក្បាលក៏ចាប់ផ្ដើមបង្ហាញខ្លួនមកការពារសំណាងមិនឲ្យពួកចចកនេះធ្វើអ្វីទៅដល់សំណាងបាននោះទេតាមពិតទៅវាហាក់ដូចជាឧបនិស្ស័យផងដែរកាលពីជាតិមុនសំណាងគឺជាគ្រូមន្តអាគមដ៏ខ្លាំងពូកែម្នាក់នៅក្នុងថ្ងៃមួយគ្រូមន្តអាគមម្នាក់ក៏បានធ្វើបាបទៅដល់ព្រាយ4ក្បាលនៅពេលនោះសំណាងក៏បានអាណិតអាសូរទៅដល់ពួកព្រាយទាំងអស់នេះគាត់ក៏ប្រើអាគមដើម្បីកម្ចាត់គ្រូធ្មប់នោះរួចឆោយដោះលែងព្រាយទាំង4ក្បាលនេះឲ្យវាមានសេរីភាពទៅចាប់តាំងពីថ្ងៃនោះមកព្រាយទាំង4ក្បាលបានទៅចាំធ្វើជាបរិវារការពារលោកគ្រូមន្តអាគមនេះរហូតដល់លោកគ្រូមន្តអាគមស្លាប់បាត់បង់ជីវិតក្រោយពីស្លាប់សំណាងក៏បានមកចាប់ជាតិថ្មីជាក្មេងប្រុសម្នាក់នេះឯងដោយសារតែនិស្ស័យគេក៏មានសក់កណ្ដាញ់ដែលកើតឡើងមកពីកំណើតដូច្នេះហើយទើបធ្វើឲ្យពពួកព្រាយទាំង4នេះអាចមកតាមសក់កណ្ដាញ់និងការពារថែរក្សាគេបន្តទៅថ្ងៃមុខទៀតពាក្យថានិស្ស័យគឺការទំនាក់ទំនងគ្នានិងការធ្វើបន់រួមគ្នាឬក៏ការផ្ដល់សេចក្តីសុខឲ្យគ្នាកាលពីអតីតជាតិរួចហើយវាក៏កើតជាចំណងនិស្ស័យរហូតមកដល់ជាតិនេះពួកព្រាយទាំង4នោះក៏ចាប់ផ្ដើមបញ្ចេញអានុភាពរបស់វាបង្ក្រាបទៅលើពពួកឆ្កែចចកឲ្យវារត់ចេញពីទីនេះបាត់អស់ទៅចំណែកឯសំណាងដែលជាក្មេងប្រុសដ៏កំសត់បន្ទាប់ពីគេស្រែកយំអស់រយៈពេលយ៉ាងយូរគេក៏បានដេកលង់លក់នៅក្នុងព្រៃនោះទៅអមនុស្សទាំង4ក៏តំណែងខ្លួនខ្លាចជាសត្វខ្លាជាសត្វដំរីបានបណ្ដាញទៅដល់ពួកសត្វកាចដែលធ្វើដំណើរចង់មកធ្វើបាបទៅដល់នាយសំណាងពេលយប់ដំភ្លើងទាំងអស់នេះក៏បានហោរស័តអណ្ដែតមើលគ្រប់ទីកន្លែងដើម្បីការពារទៅដល់ក្មេងប្រុសនេះដោយសារតែពួកព្រាយធ្លាប់បានដឹងគុណទៅដល់សំណាងការពិជាតិមុនគេបានរំដោះពួកព្រាយទាំងអស់នេះចេញពីដៃគ្រូធ្មប់ដែលបំរុងនឹងធ្វើពិធីវាយកំទេចដួងវិញ្ញាណរបស់គេនៅក្នុងពេលយប់ជ្រៅសត្វកាចក៏ចេះតែបង្ហាញខ្លួនជាបន្តបន្ទាប់ឥឡូវយើងក៏លេចទៅនិយាយពីមីងស្រីជាមួយនឹងពូចាតវិញម្ដងពីរនាក់ប្តីប្រពន្ធនេះបន្ទាប់ពីធ្វើដំណើរទៅដល់ផ្ទះគាត់មានចិត្តមិនស្ងប់នោះទេម្យ៉ាងគឺអាណិតទៅដល់កូនប្រុសរបស់ខ្លួនម្យ៉ាងទៀតនោះគាត់គិតថាធ្វើទង្វើនេះហាក់ដូចជាមិនគប្បីសោះទោះជាកូនគាត់ជាពពួកខ្មោចព្រាយបិសាចមកកើតសន្ធិដ្ឋក៏ដោយក៏ប៉ុន្តែគ្នានៅក្មេងណាស់គ្នាមិនទាន់ដឹងអីនោះទេពីរអ្នកប្តីប្រពន្ធបានអង្គុយត្បង់ក្បាលជង្គង់និងអង្គុយយំនៅពីខាងមុខចង្គៀងប្រេងកាតពេលនោះមីងស្រីក៏បាននិយាយទៅកាន់ពូចាតថាណែឪវាខ្ញុំហាក់ដូចជាអាណិតទៅកាន់កូនប្រុសជើងណាស់ពួកជើងមិនស័ក្តិសមធ្វើបែបនេះទៅកាន់គេនោះទេពូចាតក៏បានឆ្លើយតបមកកាន់ប្រពន្ធថាមែនហើយឯងខ្ញុំគិតថាធ្វើបែបនេះវាមិនគប្បីនោះឡើយទោះជាយ៉ាងណាក៏វាជាកូនរបស់ជើងដែរណែម៉ែវាថ្ងៃស្អែកនេះយើងចូលទៅក្នុងព្រៃយកគេត្រឡប់មកវិញទៅទោះជាអ្នកភូមិថាយ៉ាងម៉េចក៏ដោយក៏ខ្ញុំមិនខ្វល់ពីសម្ដីរបស់ពួកគេដែរបន្ទាប់ពីឮសម្ដីប្តីបាននិយាយដូច្នោះមីងស្រីគាត់ក៏បាននិយាយឡើងថាអើយឪវាអើយនៅក្នុងព្រៃនោះមានចចកមានសត្វខ្លះកាចខ្លាំងណាស់តើកូនប្រុសរបស់ជើងអាចរំលងពីជប់នេះបានដែរឬទេបន្ទាប់ពីនិយាយរួចមីងស្រីគាត់ក៏ដាក់ទឹកមុខចោះតែនៅក្នុងពេលនោះពូចាតគាត់ក៏បាននិយាយថាណែម៉ែវា
ឯគិតនេះខុសហើយឯងមានដឹងទេថាកូនប្រុសរបស់ជើងវាមានអានុភាពខុសពីមនុស្សធម្មតាម្យ៉ាងទៀតវាប្រហែលជាមានពពួកខ្មោចព្រាយនៅចាំថែរក្សាវាខ្ញុំគិតថាក្មេងប្រុសនេះមិនមែនជាមនុស្សដែលបង្កមហន្តរាយទៅដល់អ្នកភូមិទេខ្ញុំគិតថាកូនប្រុសរបស់ជើងកើតមកប្រហែលជាផ្កាយសំណាងដែលជួយការពារទៅដល់អ្នកភូមិពីគ្រោះភ័យទៅវិញនោះទេថ្ងៃស្អែកនេះពួកយើងក្រោកពីព្រលឹមដើម្បីទៅយកវាត្រឡប់មកផ្ទះវិញមកខ្ញុំនឹកកូនខ្លាំងណាស់ក្រោយមកពីរអ្នកប្តីប្រពន្ធបានពិភាក្សាគ្នាក៏គិតសម្រេចចិត្តថាវេលាថ្ងៃស្អែកពួកគាត់នឹងធ្វើដំណើរចូលទៅក្នុងព្រៃនាំសំណាងដែលជាកូនប្រុសរបស់គាត់នេះវិលត្រឡប់ចូលមកក្នុងភូមិវិញទឹកចិត្តឪពុកម្ដាយទោះបានដឹងថាកូនប្រុសជាពពួកខ្មោចព្រាយបិសាចក៏ដោយក៏ប៉ុន្តែគាត់មិនបានគិតខ្លាចចំពោះកូននោះទេពីរអ្នកប្តីប្រពន្ធបានអង្គុយត្បង់ក្បាលជង្គង់នៅខាងមុខចង្គៀងរហូតដល់មេចិត្តភ្លឺគាត់អោឲ្យតែថ្ងៃរះនឹងបានប្រញាប់ស្រូតធ្វើដំណើរចូលទៅក្នុងព្រៃយកកូនប្រុសរបស់គាត់វិលត្រឡប់មកវិញវេលាព្រឹកឡើងសំណាងដែលសន្ធិដ្ឋនៅក្នុងព្រៃនោះគេឃ្លានខ្លាំងណាស់គេមិនអាចរកបានអ្វីធ្វើជាចំណីនោះឡើយពេលនោះសំណាងក៏បានទៅបើកឆ្នាំងដែលឪពុកម្ដាយបានទុកឲ្យគេក្នុងឆ្នាំងមានបាយសម្លផ្អុំៗដែលកំពុងតែរលួយហាក់ដូចជាបបរអញ្ចឹងដោយសារតែការស្រែកឃ្លានសំណាងគេក៏បានហូបបាយសម្លផ្អុំៗនៅក្នុងឆ្នាំងនោះដើម្បីចំអែតក្រពះបន្តិចសិនទៅបន្ទាប់ពីហូបបាយរួចគេក៏ចាប់ផ្ដើមស្រែកជុំបន្តទៀតដោយសារតែមិនឃើញឪពុកម្ដាយមកទទួលយកគេទៅផ្ទះសោះសំឡេងសំណាងយំកាន់តែខ្លាំងទៅខណៈពេលនោះស្រាប់តែមានវងដង្ខៅក្របីមួយក្រុមក៏ចាប់ផ្ដើមធ្វើដំណើរកាត់តាមផ្លូវនេះដង្ខៅក្របីម្នាក់បាននាំកូនចៅប្រហែលជា30នាក់នាំសត្វក្របីជិត100ក្បាលធ្វើដំណើរកាត់តាមនេះសម្រេចរបស់ក្របីនិងសម្រាប់ជើងរបស់ក្របីក៏ចាប់ផ្ដើមបង្កើតសូរឡើងពេលដែលពួកគាត់បានធ្វើដំណើរចូលមកដល់ក្នុងទីនេះលោកដង្ខៅក៏ចាប់ផ្ដើមឮសំឡេងក្មេងកំពុងតែស្រែកជុំនៅក្នុងព្រៃពេលនោះគាត់ក៏បាននិយាយទៅកាន់កូនចៅថាណែអ្នកទាំងអស់គ្នាមានបានឮសំឡេងក្មេងកំពុងតែស្រែកជុំទេពេលនោះកូនចៅរបស់គាត់ក៏បានឆ្លើយតបថាលោកដង្ខៅពួកខ្ញុំក៏បានឮដែរក៏ប៉ុន្តែសំឡេងក្មេងស្រែកយំនៅក្នុងព្រៃដូច្នេះវាមិនល្អទេបើមិនខ្មោចក៏ជាព្រាយដែរលោកដង្ខៅពេលនោះដង្ខៅក៏បាននិយាយទៅកាន់កូនចៅគាត់ថាchẳngម៉េចពួកអញខ្លាចខ្មោចមែនឬទេមិនបាច់ភ័យនោះឡើយយើងស្ដាប់សំឡេងនេះទៅដឹងថាសំឡេងនេះគឺជាសំឡេងមនុស្សច្បាស់ណាស់នេះអាធួនហើយគ្នាយើង3 4នាក់យកកំភ្លើងធ្វើដំណើរទៅជាមួយនឹងខ្ញុំចំណែកឯអ្នកសេះសល់ប៉ុន្មានអ្នកទៀតត្រូវនៅទីនេះដើម្បីមើលសត្វក្របីរបស់ជើងនៅពេលនោះដង្ខៅក៏បានចុះពីលើក្នុងសេះរួចហើយនាំកូនចៅពួកគាត់3 4នាក់នេះធ្វើដំណើរសំដៅទៅកាន់សំឡេងក្មេងប្រុសដែលកំពុងតែស្រែកយំបន្ទាប់ពីគាត់ដើរទៅស្រាប់តែបានឃើញក្មេងប្រុសម្នាក់កំពុងតែស្រែកយំនោះគឺជានាយសំណាងនោះឯងហើយនៅក្បែរខ្លួនសំណាងក៏មានពពួកព្រាយ4ក្បាលកំពុងតែដើរទៅដើរមកនៅក្បែរខ្លួនគេព្រាយទាំង4ក្បាលនោះបន្ទាប់ពីឃើញដង្ខៅក្របីធ្វើដំណើរចូលទៅវាក៏ចាប់ផ្ដើមរលែងខ្លួនចេញពីទីនោះបាត់អស់រលីងអ្នកផ្សេងគេមើលមិនឃើញពួកព្រាយនោះទេគឺមានតែដង្ខៅគង់ម្នាក់ប៉ុណ្ណោះដែលគាត់អាចមើលឃើញព្រាយទាំង4ក្បាលនោះដោយសារតែលោកគ្រូគង់នេះគឺជាអ្នកចេះមុនអាគមខ្លាំងពូកែថ្មីត្បិតតែគាត់ជាដង្ខៅក្របីមែនតែបាននិយាយពីមុនអាគមនោះគ្មានអ្នកណាប្រៀបជាមួយនឹងគាត់បានទេកាលពីសម័យនោះបន្ទាប់ពីគាត់ដើរទៅគាត់ក៏បានសួរទៅកាន់សំណាងថាណែក្មួយប្រុសហេតុអ្វីក៏ឯងមកស្រែកយំនៅក្នុងព្រៃតែម្នាក់ឯងដូច្នេះសំណាងក៏បាននិយាយទៅកាន់លោកដង្ខៅថា
លោកអមខ្ញុំចូលមកកាប់អស់ជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំពុកម៉ែខ្ញុំបានប្រាប់ខ្ញុំឲ្យនៅអង្គុយទីនេះពួកគាត់ចូលទៅកាប់អស់មួយផ្លែតតែឥឡូវនេះរំលងមកជប់មួយថ្ងៃទៅហើយមិនឃើញគាត់យកខ្ញុំត្រឡប់ទៅផ្ទះវិញនោះទេក្រោយមកលោកដង្ខៅគាត់ក៏បានទៅបើកឆ្នាំងបាយដែលមានពោពេញទៅដោយបាយសម្លផ្អូមនោះលោកដង្ខៅគាត់ក៏បានដឹងថាឪពុកម្ដាយរបស់សំណាងប្រកាសជាយកគេមកបំបោះចោលនៅក្នុងព្រៃនេះហើយក្រោយមកគាត់ក៏បាននិយាយទៅកាន់សំណាងថាណែក្មួយប្រុសឯងធ្វើដំណើរទៅជាមួយនឹងខ្ញុំទៅឯងមិនអាចនៅក្នុងព្រៃតែម្នាក់ឯងដូច្នេះបានទេទីនេះគឺពោពេញទៅដោយពពួកសត្វខ្លានិងពួកចចកកាចណាស់សំណាងដែលជាក្មេងប្រុស5ឆ្នាំក៏បាននិយាយទៅកាន់លោកដង្ខៅថាអត់ទេលោកអ៊ំពុកម៉ែខ្ញុំគាត់ប្រកាសជាមកយកខ្ញុំវិញខ្ញុំរងចាំទៅផ្ទះជាមួយនឹងពួកគាត់ដង្ខៅក៏បានឆ្លើយតបថាមែនហើយក្មួយគាត់គង់តែត្រឡប់មកចូលឯងវិញនោះទេក៏ប៉ុន្តែឯងមិនអាចរស់នៅក្នុងព្រៃនេះតែម្នាក់ឯងបានឡើយឯងទៅជាមួយនឹងអ៊ំសិនទៅនៅក្នុងពេលនោះលោកដង្ខៅគាត់ក៏បានទៅពោសំណាងឡើងហើយគាត់ក៏ប្រទះឃើញសក់ដាញ់នៅចំកន្ទុយអណ្ដើករបស់នេះសំណាងដង្ខៅក៏បានដឹងថាក្មេងប្រុសម្នាក់នេះពិតជាមិនមែនក្មេងធម្មតាឡើយសក់ដាញ់នេះកម្រមានខ្លាំងណាស់ហើយពពួកព្រាយនៅការពារគេអំបញ្ញមិញនេះប្រហែលជាពួកព្រាយដែលមកតាមសក់ដាញ់ដែលសន្ធិដ្ឋនៅខាងក្រោយក្បាលរបស់នាយសំណាងនេះឯងពេលនោះទើបលោកដង្ខៅនឹកឃើញថាមូលហេតុមានពពួកខ្មោចព្រាយទៅតាមថែរក្សាគេនេះហើយទើបធ្វើឲ្យពុកម្ដាយរបស់គេយល់ច្រឡំថាគេនេះគឺជាពពួកខ្មោចព្រាយបិសាចទើបយកគេមកបំបោះបង់ចោលនៅក្នុងព្រៃនេះទៅបន្ទាប់ពីនោះគាត់បានលើកសំណាងដាក់ទៅលើក្នុងសេះហើយក៏ប្រាប់ឲ្យកូនចៅរបស់គាត់បន្តដំណើរទៅមុខទៀតទៅសំឡេងជើងក្របីជាច្រើនក្បាលក៏ចាប់ផ្ដើមដើរលឺសូររំដំសំឡេងរទេះង៉េតង៉តបានបន្លឺឡើងនៅក្នុងព្រៃក្រុមដង្ខៅទាំងអស់បានដេញសត្វក្របីលឺសូរចែកចករហូតធ្វើដំណើរចេញផុតបាត់ពីទីកន្លែងនេះរហូតដល់ពេលវេលាថ្ងៃបន្តិចមីងស្រីជាមួយនឹងប្តីរបស់គាត់ក៏បានចូលមកដល់ក្នុងព្រៃនេះដើររកសំណាងដែលជាកូនប្រុសរបស់គាត់ដែរក៏ប៉ុន្តែគាត់រកសំណាងមិនឃើញនោះទេឃើញតែត្រឹមឆ្នាំងបាយសម្លផ្អូមដែលកូនប្រុសរបស់គាត់បានកកាយយកហូបមីងស្រីនិងពូចាតបានស្រែកបណ្ដាយជុំបណ្ដាដោយសារតែអាណិតទៅកាន់កូនប្រុសតែទោះជាពួកគាត់ស្រែកហើយយ៉ាងណាក៏សំណាងមិនបានលើកដែរដោយសារតែសំណាងបានធ្វើដំណើរទៅជាមួយដង្ខៅបាត់ទៅហើយពីរនាក់ប្តីប្រពន្ធបន្ទាប់ពីរកកូនប្រុសមិនឃើញនៅវេលាថ្ងៃរសៀលពួកគាត់ក៏បានស្រុតដំណើរចេញពីក្នុងព្រៃនេះវិញទៅដើរបណ្ដើរបង្ហូរទឹកភ្នែកបណ្ដើរដោយសារតែពួកគាត់មានកំហុសធំណាស់ដែលយកកូនប្រុសទៅបោះបង់ចោលឥឡូវយើងត្រឡប់មកនិយាយពីដង្ខៅវិញបន្ទាប់ពីគាត់នាំសំណាងឆ្លងកាត់ពីភូមិមួយទៅដល់ភូមិមួយអ្នកភូមិក៏បានសម្លឹងឃើញក្មេងប្រុសនេះស្អាតកំប្លង់មើលទៅគួរឲ្យស្រឡាញ់អ្នកភូមិចាស់ម្នាក់ក៏បាននិយាយមកកាន់លោកដង្ខៅថាយេលោកដង្ខៅមានកូនប្រុសស្អាតកំប្លង់តែម្ដងពិតជាស័ក្តិសមជាកូនប្រុសរបស់ដង្ខៅណាស់នៅពេលនោះកូនចៅរបស់លោកដង្ខៅក៏បានសម្លឹងមុខលោកដង្ខៅតែដង្ខៅមិនបានខឹងប្រែជាញញឹមរួចហើយក៏បានបន្តដំណើរតទៅមុខទៀតទៅនៅទីកន្លែងដែលពួកគាត់ឈប់សម្រាកសំណាងតែងតែរត់ទៅទាត់ដុំថ្មធំឲ្យរមៀលលេងហាក់ដូចជាកូនដុំថ្មតូចអញ្ចឹងរឿងនេះមានតែលោកដង្ខៅតែប៉ុណ្ណោះដែលបានឃើញនិងបានដឹងពីសមត្ថភាពរបស់ក្មេងប្រុសសំណាងបន្ទាប់ពីពួកគាត់
ធ្វើដំណើរចេញឆ្ងាយរួចហើយក៏យកសត្វក្របីទៅលក់ដល់គោលដៅរបស់គាត់ក៏បានវិលត្រឡប់មកវិញរហូតដល់ពាក់កណ្ដាលផ្លូវគាត់ក៏បានប្រកាសទៅកាន់កូនចៅគាត់ថាណែអ្នកទាំងអស់គ្នាចាប់ពីថ្ងៃនេះទៅក្មេងប្រុសសំណាងនេះគឺជាកូនរបស់ជើងហើយថ្ងៃមុខខ្ញុំនឹងឲ្យគេដឹកនាំក្រុមដង្ខៅក្របីយកទៅលក់គ្រប់ទីកន្លែងដូចជាខ្ញុំអញ្ចឹងក្រោយពីលើកលោកដង្ខៅបាននិយាយកូនចៅរបស់គាត់ហាក់ដូចជាមិនពេញចិត្តដោយសារតែក្មេងប្រុសម្នាក់នេះគឺជាក្មេងខ្ចាត់ព្រាត់មិនមែនជាសាច់ឈាមរបស់លោកដង្ខៅនោះទេនៅក្នុងពេលនោះដង្ខៅក៏បានដឹងថាកូនចៅរបស់គាត់ហាក់ដូចជាមិនទុកចិត្តទៅលើក្មេងប្រុសនេះក្រោយមកដង្ខៅក៏បាននិយាយទៅកាន់អ្នកទាំងអស់គ្នាថាយ៉ាងម៉េចឯងគិតថាជើងនេះមិនចេះមើលមនុស្សមែនឬទេពួកឯងចាំមើលយើងនឹងឲ្យកូនប្រុសរបស់ជើងនេះបញ្ចេញសមត្ថភាពឲ្យឯងមើលដង្ខៅគង់ក៏បាននិយាយទៅកាន់កូនប្រុសថាសំណាងកូនឯងទៅលើកដុំថ្មនោះគប់សំដៅទៅមុខមើលតើឯងលើកដុំថ្មនោះរួចដែរឬអត់ដុំថ្មដ៏ធំសំបីតែមនុស្សចាស់ក៏លើកពំរួចតែសំណាងបែរជារត់ត្រេទៅលើកដុំថ្មនោះគប់ក្រវែងហាក់ដូចជាស្នោអញ្ចឹងដុំថ្មដ៏ធំនោះត្រូវសំណាងរមៀលលេងហាក់ដូចជារបស់កូនក្មេងលេងកូនចៅដង្ខៅបើកភ្នែកធំបន្ទាប់ពីឃើញរឿងរ៉ាវដូច្នោះធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលនោះហើយទើបកូនចៅរបស់ដង្ខៅបានដឹងពីសមត្ថភាពរបស់សំណាងក្រោយមកពួកគេក៏បានយល់ព្រមតាមសម្ដីរបស់លោកដង្ខៅទទួលយកសំណាងនេះធ្វើជាអ្នកប្រុសតូចរបស់គេដើម្បីបន្តតែថ្ងៃមុខគ្រប់គ្រងទៅលើក្រុមដង្ខៅក្របីទៅជួញដូរគ្រប់ទីកន្លែងដូចជាឪពុករបស់ខ្លួនតាមពិតទៅគួរឲ្យអាណិតទៅដល់លោកដង្ខៅគង់ដែរគាត់មានទ្រព្យសម្បត្តិចាយវាមិនអស់នោះទេក៏ប៉ុន្តែរឿងដែលកំសត់នោះពេលដែលគាត់ការហើយនេះអស់រយៈពេលជាច្រើនឆ្នាំហើយតែគាត់ពុំមានកូនសម្បីតែមួយគ្រាប់នោះទេគ្រួសាររបស់គាត់រស់នៅឯកាខ្លាំងណាស់ថ្មីត្បិតតែមានលុយកាក់ច្រើនតែគ្មានភាពសប្បាយនៅក្នុងផ្ទះបន្ទាប់ពីត្រឡប់ចូលទៅដល់ក្នុងស្រុកភូមិវិញលោកដង្ខៅគង់ក៏បានចែកទ្រព្យសម្បត្តិនិងលុយកាក់ឲ្យទៅកាន់កូនចៅរបស់គាត់តាមមុខងារនៅក្នុងពេលនោះប្រពន្ធរបស់គាត់ក៏មកសួរគាត់ថាណែឯងតើក្មេងប្រុសនេះគឺជាកូនរបស់អ្នកណាទៅអីក៏ល្អខ្លាំងម្ល៉េះដង្ខៅក៏បាននិយាយទៅកាន់ប្រពន្ធថាណែម៉ែវាគឺជាកូនរបស់ជើងនឹងឯងប្រពន្ធដង្ខៅជ្រួញចិញ្ចាមហាក់ដូចជាឆ្ងល់ក្រោយមកគាត់ក៏បាននិយាយមកកាន់ប្តីថាឯងថាយ៉ាងម៉េចនេះគឺជាកូនរបស់ជើងមែនទេពេលនោះដង្ខៅក៏បាននិយាយរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់ប្រពន្ធគាត់មីងនាងដែលជាប្រពន្ធដង្ខៅគង់បន្ទាប់ពីស្ដាប់សម្ដីប្តីហើយគាត់មានចិត្តអាណិតស្ទោទៅដល់ក្មេងប្រុសនេះណាស់គាត់បានរត់ទៅអោបសំណាងហើយនិយាយថាកូនម្ដាយសូមកូននៅជាមួយម្ដាយចាប់ពីថ្ងៃនេះតទៅចាប់តាំងពីថ្ងៃនោះមកសំណាងក៏បានរស់នៅក្នុងគ្រួសាររបស់ដង្ខៅដែលជាអ្នកមានទ្រព្យស្តុកស្ដំដង្ខៅគង់បានបង្ហាត់បង្រៀនមុនអាគមជាច្រើនឲ្យទៅនាយសំណាងថ្មិចបើកពេលវេលាកន្លងផុតទៅយ៉ាងឆាប់រហ័សសំណាងក៏មានអាយុ18ឆ្នាំទៅហើយចំណែកឯនៅលើខ្លួនរបស់គេមានពោពេញទៅដោយសាក់យ័ន្តមុនអាគមជាច្រើនដោយពួកយើងមិនបានដឹងថាគឺជាសាក់យ័ន្តមុនអាគមអ្វីខ្លះនោះទេអាគមទាំងអស់នេះសុទ្ធតែសាក់ឡើងដោយសារតែលោកដង្ខៅគង់ដែលជាអ្នកចេះមុនអាគមដ៏ខ្លាំងពូកែសម័យនោះបើគ្មានអាគមមិនអាចជួញដូរនៅតាមតំបន់ឆ្ងាយបាននោះទេចំណែកឯពួកព្រៃ4ក្បាលក៏នៅតែតាមថែរក្សានាយសំណាងនេះរហូតតទៅដែរក្នុងថ្ងៃមួយពេលដែលដង្ខៅគង់កំពុងតែបង្ហាត់បង្រៀនមុនអាគមឲ្យកូនប្រុសនៅលើផ្ទះគាត់ពេលនោះសំណាងបែរជាអង្គុយសមាធិរហូតដល់ដេកលក់ទៅវិញដង្ខៅគង់ក៏បានដាស់កូនប្រុសហើយនិយាយថាណែកូនឯងកុំធ្វើប្រហែសសោះមុនអាគមនេះសុទ្ធតែជាមុនអាគមខ្លាំងពូកែ
ឯងត្រូវតែហាត់រៀនឲ្យខ្លាំងឡើងពេលនោះសំណាងក៏បានឆ្លើយតបទៅកាន់ឪពុកថាពុកមន្តអាគមទាំង7ក្បាលនេះកូនបានហាត់រៀនចេះតាំងពី7ថ្ងៃមុនម្លេះពាក្យសម្ដីរបស់នាយសំណាងធ្វើឲ្យតាគង់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលនោះគាត់ក៏បាននិយាយឡើងថាម៉េចឯងចេះខ្ទេចខ្ទីហើយមន្តអាគមនេះពុករៀន5-6ឆ្នាំឯណោះទើបចេះចប់ទាំង7គម្ពីរចំណែកឯងរៀនតែ7ថ្ងៃនឹងក៏ចាំខ្ទេចទៅហើយតើឯងក៏ហក់ពុកមែនឬទេសំណាងគេក៏បាននិយាយថាខ្ញុំមិនបានកុហកទេពុកខ្ញុំបានរៀនចេះចប់មែនឥឡូវចាំខ្ញុំសូត្រឲ្យពុកស្ដាប់ក៏បានដែរក្រោយមកសំណាងក៏បានសូត្រមន្តអាគមទាំងអស់នោះឲ្យទៅឪពុកស្ដាប់តែគេសូត្របានមួយសន្ទុះពួកគេក៏បានដឹងពីសមត្ថភាពរបស់នាយសំណាងនេះក្រោយមកគាត់ក៏បាននិយាយថាកូនចាំកូនរៀនដំណំពីលោកពុកចុះហើយនៅលើខ្លួនរបស់ឯងគឺមានរបស់វិសេសមួយទៀតដែលមនុស្សរាប់លាននាក់ពុំដែលមានសោះក្រោយមកដង្ខៅគង់ក៏បាននិយាយរៀបរាប់ពីសក់កណ្ដាញ់ដែលបានដោះនៅក្រោយកន្ទុយអណ្ដែតរបស់នាយសំណាងនេះសំណាងគេមិនមែនមានសក់កណ្ដាញ់ពេញមួយតួក្បាលនោះទេគឺគេមានសក់ដាញ់ប្រហែលជាប៉ុនមេដៃតែប៉ុណ្ណោះដែលទម្លាក់ចុះទៅក្រោយហើយសក់នេះលោកដង្ខៅក៏មិនដែលបានកាត់ចេញនោះដែរដោយសារតែសក់នេះមានឫទ្ធិអំណាចខ្លាំងណាស់វាអាចបញ្ចេការពារគ្រាប់កាំភ្លើងនិងជួយការពារសំណាងប្រាប់ឲ្យដឹងរឿងហេតុដែលត្រូវកើតទុកជាមុនមិនថារឿងល្អឬក៏រឿងអាក្រក់នោះទេនៅពេលនោះសំណាងក៏បានស្ដាប់ដំណមហើយគេក៏ហាត់រៀនពីវិធីសាស្ត្រប្រើមុខវិជ្ជាការផ្សេងទៀតតាមឪពុករបស់ខ្លួនពេលដែលឪពុកកូនកំពុងតែហាត់មន្តអាគមនោះស្រាប់តែសំឡេងព្រាយដែលបានថែរក្សានៅក្នុងផ្ទះក៏បានស្រែកឡើងថាលោកម្ចាស់វីវោហើយមានព្រាយច្រើនណាស់មកសន្ធិដ្ឋព័ទ្ធជំវិញផ្ទះយើងព្រាយដែលសន្ធិដ្ឋផ្ដល់ដំណឹងនោះគឺជាព្រាយចាំការពារនាយសំណាងតាំងពីតូចនោះឯងក្រោយមកលោកដង្ខៅគង់ក៏បានចេញទៅខាងមុខផ្ទះជាមួយនឹងកូនប្រុសពេលនោះស្រាប់តែគាត់បានឃើញពពួកខ្មោចឆៅនិងពពួកវិញ្ញាណខ្មោចព្រាយបិសាចជាច្រើនកំពុងតែចំរំជំវិញផ្ទះរបស់គាត់រឿងនោះក៏បានធ្វើឲ្យប្រពន្ធរបស់ដង្ខៅគង់មានភាពភ្ញាក់ផ្អើលផងដែរនៅពេលដែលលោកដង្ខៅកំពុងតែបង្ហាត់បង្រៀនមន្តអាគមទៅដល់នាយសំណាងនៅលើផ្ទះនៅក្នុងពេលនោះជំនាងសក់ដាញ់ក៏ចាប់ផ្ដើមឲ្យដំណឹងទៅកាន់នាយសំណាងថានៅក្នុងផ្ទះរបស់គេស្រាប់តែមានពពួកខ្មោចព្រាយបិសាចជាច្រើនកំពុងតែបន្តគ្នាចូលមកក្នុងផ្ទះរបស់គេនេះហើយខ្មោចព្រាយបិសាចទាំងអស់នោះមានចំនួនច្រើនខ្លាំងណាស់តាមមើលទៅពួកវាប្រហែលជាចូលមកទីនេះដោយសារតែការបញ្ជារបស់គ្រូមន្តអាគមណាម្នាក់ហើយដងខៅគង់ជាមួយនឹងសំណាងបន្ទាប់ពីទទួលបានដំណឹងនេះភ្លាមពួកគាត់ប្រញាប់ប្រញាល់ចេញមកខាងមុខផ្ទះដើម្បីមើលទិដ្ឋភាពទាំងអស់នោះនៅពេលដែលគាត់ចេញមកស្រាប់តែបានឃើញពពួកខ្មោចព្រាយបិសាចទាំងអស់កំពុងតែហោះហើរនិងស្រែកបន្លឺសំឡេងនៅជុំវិញបរិវេណផ្ទះរបស់គាត់បន្ទាប់ពីឃើញខ្មោចព្រាយច្រើនដូច្នោះសំណាងក៏បានសួរទៅកាន់ឪពុកថាលោកពុកតើគួរធ្វើយ៉ាងម៉េចទៅបើសិនជាពពួកខ្មោចព្រាយច្រើនដូច្នេះលោកដង្ខៅក៏បាននិយាយទៅកាន់កូនប្រុសគាត់ថាណែកូនយើងប្រញាប់ចាត់ការវាទៅមើលទៅពួកវានេះចេះតែមកបន្តបន្ទាប់មានចំនួនច្រើនខ្លាំងណាស់ឥឡូវពុកចាត់ការពពួកខ្មោចព្រាយដែលដើរនៅលើដីចំណែកឯងចាត់ការទៅលើពួកហោះហើរនៅលើអាកាសទៅពេលនោះលោកដង្ខៅគង់ក៏ចាប់ផ្ដើមទាញអង្ករដំណើបមួយក្តាប់រួចហើយគាត់ប្រសិទ្ធិមន្តអាគមរបស់គាត់អស់មួយសន្ទុះ
នៅពេលដែលគាត់សូត្រអាគមរួចគាត់ក៏បានគប់អង្ករដំណើបនោះទៅលើដីអង្ករដំណើបបន្ទាប់ពីត្រូវអាគមហើយក៏ប្រែក្លាយទៅជាសត្វក្រពើធំធំជាច្រើនរត់ចេញពីក្នុងផ្ទះរបស់គាត់ទៅប្រយុទ្ធទប់ទល់ជាមួយនឹងពពួកខ្មោចព្រាយបិសាចនិងខ្មោចឆៅនោះឯងចំណែកឯសំណាងវិញគេក៏បានទាញអង្ករដំណើបមួយក្តាប់ដូចជាឪពុករបស់ខ្លួនដែរពេលនោះសំណាងក៏ចាប់ផ្ដើមប្រសិទ្ធិឡើងរួចហើយគេក៏បានគប់អង្ករដំណើបនោះឡើងទៅលើអាកាសអង្ករដំណើបនេះសំណាងក៏ចាប់ផ្ដើមប្រែក្លាយទៅជាសត្វក្អែកខ្មៅជាច្រើនដែលមានទំហំខ្លួនធំធំសត្វក្អែកខ្មៅនោះចាប់ផ្ដើមហោះហើរសំដៅទៅរកពពួកវិញ្ញាណខ្មោចព្រាយបិសាចនៅពេលនោះសត្វក្អែកក៏បានចឹកទៅទះក្រញ៉ៅនិងស្រែកបន្លឺសំឡេងធ្វើឲ្យខ្មោចព្រាយមួយចំនួនធំចាប់ផ្ដើមរលាយបាត់ចេញពីទីនេះបន្តិចម្ដងក៏ប៉ុន្តែពីអ្នកឪពុកកូននេះលេងអាគមអស់មួយសន្ទុះធំទៅហើយខ្មោចព្រាយនៅតែមានជាបន្តបន្ទាប់ពួកវាហាក់ដូចជាមិនចេះចប់មិនចេះហើយមិនចេះអស់ហាក់ដូចជាមានគេកំពុងតែបញ្ជាមកបន្តគ្នាបន្ទាប់ពីឃើញរឿងដ៏ចម្លែកនោះដងខៅគង់ក៏បាននិយាយទៅកាន់កូនប្រុសគាត់ថាណែកូនបើសិនយើងទប់ទល់ដូច្នេះបន្តទៀតនោះពិតជាមិនល្អឡើយព្រោះថាអាគមរបស់ពួកយើងមានដែនកំណត់កម្លាំងរបស់មនុស្សគឺមិនអាចទប់ទល់ជាមួយនឹងព្រាយបិសាចបានយូរបាននោះទេឥឡូវឯងបញ្ជាទៅលើព្រាយជំនាញឲ្យគេទៅស៊ើបការមើលតើពពួកខ្មោចព្រាយនេះវានាំគ្នាចេញមកពីណាទៅនៅក្នុងពេលនោះបន្ទាប់ពីសំណាងបានស្ដាប់សម្ដីរបស់ឪពុកបាននិយាយហើយគេក៏ចាប់ផ្ដើមនិយាយទៅកាន់ព្រាយជំនាញថាណែជំនាញទាំង4ពួកឯងសាក់ចេញទៅស៊ើបមើលតើពពួកខ្មោចព្រាយទាំងអស់នេះពួកវាធ្វើដំណើរមកពីណាទៅព្រាយជំនាញទាំង4បន្ទាប់ពីស្ដាប់សម្ដីរបស់លោកម្ចាស់វាក៏ចាប់ផ្ដើមហោះហើរចេញពីទីនេះដើម្បីទៅស្វែងរកមូលហេតុដែលធ្វើឲ្យពពួកខ្មោចព្រាយបិសាចហោះសំដៅមកផ្ទះរបស់លោកដងខៅដូច្នេះគ្រាន់តែចេញទៅភ្លាមពួកជំនាញទាំងអស់នេះក៏បានជួបជាមួយនឹងពពួកខ្មោចព្រាយបិសាចជាច្រើនបានមកប្រយុទ្ធទប់ទល់ជាមួយនឹងពួកគេក៏ប៉ុន្តែព្រាយជំនាញមានអានុភាពណាស់ត្រឹមខ្មោចព្រាយទាំងអស់នេះប្រហែលជាមិនអាចធ្វើអ្វីទៅដល់ព្រាយជំនាញសក់ដាញ់បាននោះឡើយបន្ទាប់ពីបង្ក្រាបពួកខ្មោចព្រាយមករារាំងផ្លូវពួកព្រាយជំនាញទាំង4ក៏ចាប់ផ្ដើមបន្តដំណើរទៅមុខទៀតក្រោយមកពួកគេក៏បានចូលទៅដល់កាន់ព្រៃខ្មោចមួយហើយគេក៏បានឃើញថាមានមនុស្ស3នាក់កំពុងតែធ្វើអ្វីនៅក្នុងតំបន់ព្រៃខ្មោចនោះពួកព្រាយជំនាញមិនហ៊ានចូលទៅជិតខ្លាំងនោះទេដោយសារតែមើលទៅអ្នកនៅក្នុងព្រៃនោះប្រហែលជាគ្រូមន្តអាគមដ៏ខ្លាំងពូកែមួយរូបដែរព្រាយជំនាញបានត្រឹមហោះក្រវល់បន្តិចរួចហើយពួកវាក៏ចាប់ផ្ដើមមើលឲ្យច្បាស់នៅក្នុងពេលនោះពួកវាក៏បានដឹងថានៅក្នុងព្រៃខ្មោចមានគ្រូមន្តអាគមដ៏ខ្លាំងពូកែម្នាក់កំពុងតែសូត្រអាគមដាស់ហៅពួកខ្មោចតៃហោងនិងវិញ្ញាណខ្មោចនៅក្នុងព្រៃនេះទាំងអស់គោលដៅរបស់គេគឺបញ្ជាឲ្យពពួកខ្មោចព្រាយសំដៅចូលទៅផ្ទះរបស់លោកដង្ខៅគង់នោះឯងព្រាយជំនាញបន្ទាប់ពីបានដឹងសាច់រឿងទាំងអស់នេះពួកវាក៏ប្រញាប់ប្រញាល់បកក្រោយយកសាច់រឿងទាំងអស់នេះទៅប្រាប់ទៅដល់នាយសំណាងដែលជាលោកម្ចាស់របស់ខ្លួនបន្ទាប់ពីទៅដល់សំណាងក៏បានសួរទៅកាន់ពួកគេថាយ៉ាងម៉េចហើយព្រាយជំនាញតើមានដឹងទេថាពួកខ្មោចព្រាយទាំងអស់នេះពួកវាធ្វើដំណើរចេញមកពីណាទៅព្រាយជំនាញក៏បាននិយាយរៀបរាប់ថាលោកម្ចាស់តាមពិតទៅពួកខ្មោចព្រាយទាំងអស់នេះគឺវាចេញមកក្នុងដែនព្រៃខ្មោចនៅក្នុងព្រៃខ្មោចនោះកំពុងតែមានគ្រូមន្តអាគមដ៏ខ្លាំងពូកែម្នាក់បានសូត្រសែបហៅទាំងខ្មោចតៃហោងហៅទាំងពពួកវិញ្ញាណខ្មោចព្រាយ
ដើម្បីបញ្ជាវាឲ្យមកសម្លាប់គ្រួសាររបស់លោកដងខៅនេះឯងដងខៅបន្ទាប់ពីស្ដាប់សម្ដីរបស់ព្រះជំនាញបាននិយាយប្រាប់ហើយគាត់ក៏បានគិតថាបើសិនជាពួកគាត់មិនទៅកម្ចាត់ធ្មប់នោះចោលទេពួកគាត់នៅទប់ទល់ជាមួយនឹងខ្មោចពេលនៅក្នុងផ្ទះគាត់នេះទោះជាទប់ទល់ដល់ភ្លឺក៏មិនអាចកម្ចាត់ពួកវាឲ្យអស់ចេញពីផ្ទះរបស់គាត់ដែរនៅក្នុងពេលនោះដងខៅក៏បាននិយាយទៅកាន់កូនប្រុសថាណែកូនយើងទប់ទល់ដូច្នេះពិតជាមិនល្អនោះទេតើតែយើងទៅបង្ក្រាបធ្មប់ជាអ្នកបញ្ជាខ្មោចព្រាយបិសាចចេញមកពីក្នុងព្រៃនោះបានណែតើកូនអាចទៅកម្ចាត់វាបានដែរឬទេទុកខ្មោចព្រាយនៅទីនេះទុកឲ្យពុកជាអ្នកទប់ទល់ទៅចោះពេលនោះសំណាងគេក៏បាននិយាយទាំងស្ទាក់ស្ទើរថាបាទពុកខ្ញុំក៏មិនទាន់ច្បាស់នោះដែរតែយ៉ាងណាខ្ញុំនឹងចូលទៅក្នុងព្រៃនោះកំចាត់ធ្មប់នោះឲ្យបានបើមិនអញ្ចឹងទេយើងនឹងហត់អស់កម្លាំងស្លាប់ពិតជាមិនខានឡើយពុកក្រោយមកនាយសំណាងក៏បាននិយាយទៅកាន់ព្រាយទាំង4ថាណែព្រាយពួកឯងនៅទីនេះជួយទប់ទល់ជាមួយនឹងខ្មោចព្រាយបិសាចនេះជួយឪពុកយើងផងពេលនោះព្រាយទាំង4ក៏បាននិយាយឡើងថាមិនអាចទេចៅវាយខ្ញុំជាព្រាយជំនាញកាន់នៅសក់ដាញ់មិនអាចទៅណាឆ្ងាយពីចៅវាយបាននោះទេគឺខ្ញុំនៅចាំការពារតែចៅវាយម្នាក់ប៉ុណ្ណោះក្រោយមកដងខៅគង់ក៏បាននិយាយថាណែកូនប្រុសឯងកុំព្រួយបារម្ភអីឆាប់នាំពួកគេនេះចូលទៅកាន់ព្រៃខ្មោចទៅក្រោយពីស្ដាប់សម្ដីឪពុកសំណាងគេក៏បានទៅស្ពាយថងជាមហើយថែមទាំងទាញកំបិតអាគមមួយធ្វើដំណើរចេញពីទីនេះដើម្បីឆ្ពោះគោលដៅទៅកាន់ព្រៃខ្មោចនោះឯងធ្វើដំណើរអស់មួយសន្ទុះធំពួកគេក៏បានចូលទៅដល់ដែនព្រៃខ្មោចនៅក្នុងពេលនោះសំណាងក៏បានឃើញគ្រូមន្តអាគមម្នាក់និងមានកូនចៅ2នាក់ទៀតកំពុងតែកាន់កាំភ្លើងស្ពាយនៅពីក្រោយពេលនោះសំណាងក៏បាននិយាយទៅកាន់គ្រូអាគមថាណែអាគ្រូធ្មប់តើគ្រួសារយើងធ្វើអ្វីប៉ះពាល់ទៅលើឯងបានជាឯងបញ្ជាខ្មោចព្រាយចូលទៅសម្លាប់គ្រួសាររបស់យើងដូច្នេះគ្រូធ្មប់ភ្ញាក់ព្រឹត្តបន្ទាប់ពីឮសម្ដីរបស់សំណាងបានសួរទៅកាន់គាត់ដូច្នោះធ្មប់ក្រឡេកមកគេក៏បាននិយាយថាអើគឺជាគ្រូអាគមមិនចាំបាច់ប៉ះពាល់គ្នានោះទេសំខាន់យើងចុះសាកអាគមជាមួយនឹងឪពុករបស់ឯងឥឡូវនេះបើសិនជាអ្នកណាចាញ់គឺត្រូវតែស្លាប់បើអ្នកណាឈ្នះគឺត្រូវតែរស់បន្តទៀតធ្វើជាស្ដេចអាគមគ្រប់គ្រងនៅដែនមួយនេះនៅក្នុងពេលនោះសំណាងគេក៏បាននិយាយថាអើមិនចាំបាច់ទៅទប់ទល់ជាមួយនឹងឪពុករបស់ជើងនោះទេធ្មប់ឯងយកឈ្នះតែយើងឲ្យបានសិនទៅពេលនោះសំណាងក៏ចាប់ផ្ដើមអង្គុយប៉ែនភ្នែនរួចចាប់ផ្ដើមប្រសិទ្ធិមន្តអាគមរបស់គេឡើងតែម្ដងចំណែកឯគ្រូម្នាក់នោះក៏បានឈប់ហៅខ្មោចព្រាយបែរជាងាកមកទប់ទល់ជាមួយនឹងសំណាងវិញសំណាងបានសូត្រអាគមរបស់ខ្លួនប្រើដំភ្លើងពណ៌ខៀវជាច្រើនហោះសំដៅទៅដុតខ្លួនរបស់ធ្មប់ចំណែកឯធ្មប់វិញក៏បានសូត្រអាគមរបស់ខ្លួនបង្កើតជាដំភ្លើងពណ៌ក្រហមធំធំដើម្បីមកដុតសម្លាប់ខ្លួនរបស់នាយសំណាងផងដែរគ្រូធ្មប់បាននិយាយមកកាន់សំណាងថាយេអាក្មេងមិនតាន់បាត់ធំក្លិនទឹកដោះឯងនេះមានអាគមខ្លាំងក្រនបើទៀតតើថ្ងៃនេះយើងនឹងធ្វើឲ្យឯងដឹងថាជើងចាស់នឹងបង្ក្រាបទៅដល់ពួកជើងក្មេងយ៉ាងម៉េចហើយឯងក៏ដឹងពីអំណាចអាគមរបស់គ្រូធ្មប់ជើងផងដែរអ្នកទាំងពីរបានស្នាក់អាគមជាមួយគ្នាអស់រយៈពេលយ៉ាងយូរក៏ប៉ុន្តែពុំបានដឹងចាញ់ឈ្នះនោះទេក្រោយមកសំណាងគេក៏ចាប់ផ្ដើមបញ្ជាឲ្យព្រាយទាំង4របស់គេទៅបង្ក្រាបទៅលើគ្រូនោះពីក្រោយខ្នង
ព្រាយទាំង4ក៏ចាប់ផ្ដើមប្រាប់មហន្តរិទ្ធរបស់ខ្លួនដើម្បីសម្លាប់គ្រូអាគមម្នាក់នោះចោលក៏ប៉ុន្តែគ្រូធ្មប់ក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនទាញកាំភ្លើងរបស់គេបាញ់សម្លាប់នាយសំណាងចោលនៅក្នុងពេលនោះដោយសារតែគ្រូធ្មប់បានដឹងថាអាគមក្មេងប្រុសម្នាក់នេះពិតជាមិនធម្មតានោះឡើយកូនចៅរបស់ធ្មប់ដែលកំពុងតែឈរស្ពាយកាំភ្លើងក៏ចាប់ផ្ដើមទាញកាំភ្លើងទាំងពីរដើមរបស់ខ្លួនបាញ់សម្លាប់ទៅកាន់នាយសំណាងនៅក្នុងពេលនោះឯងស្នូកាំភ្លើងក៏ចាប់ផ្ដើមផ្ទុះឡើងក្ដុងក្ដាំងក៏ប៉ុន្តែក្របកាំភ្លើងទាំងអស់នោះមិនអាចធ្វើអ្វីទៅខ្លួនប្រាណរបស់សំណាងបាននោះទេអ្វីត្បិតតែក្របកាំភ្លើងបានបាញ់ចេញពីកាំភ្លើងទៅក៏ដោយក៏ប៉ុន្តែវាបែរជាផ្លាតចេញពីទីនេះទៅប៉ះជាមួយដើមឈើផ្សេងទៀតដែលសន្ធិដ្ឋនៅក្បែរខ្លួនរបស់សំណាងវិញធ្មប់សាមបន្ទាប់ពីឃើញអានុភាពរបស់ក្មេងប្រុសម្នាក់នេះខ្លាំងពូកែក្នុងចិត្តរបស់គាត់កាន់តែមានអារម្មណ៍ភ័យព្រួយបន្ថែមទៀតធ្មប់សាមបាននិយាយសម្លុតទៅកាន់កូនចៅរបស់គាត់ថាជេពួកអានេះមនុស្សនៅអង្គុយគ្រាន់តែបាញ់ក៏បាញ់មិនត្រូវដែរឆាប់សម្លាប់វាចោលទៅកូនចៅរបស់ធ្មប់ចាប់ផ្ដើមភ័យរញាក់រញ័ររួចហើយក៏ទាញកាំភ្លើងរបស់ខ្លួនបាញ់សម្លាប់សំណាងសាជាថ្មីម្ដងទៀតតែទោះជាពួកគេព្យាយាមបាញ់សំណាងយ៉ាងណាក៏ដោយតែក្របកាំភ្លើងរបស់ពួកគេនៅតែផ្លាតចេញពីទីនេះសំដៅទៅរកដើមឈើផ្សេងដែលដុះព័ទ្ធជុំវិញខ្លួនរបស់សំណាងតើអ្នកទាំងអស់គ្នាមានដឹងមូលហេតុអ្វីដែលធ្វើឲ្យក្របកាំភ្លើងនេះមិនអាចទៅប៉ះជាមួយនឹងខ្លួនសំណាងបានដែរឬទេតាមពិតទៅមិនមែនដោយសារតែមន្តអាគមរបស់ដងខៅគង់បានបង្ហាត់បង្រៀនសំណាងនោះឡើយគឺវាដោយសារតែអំណាចនៃសក់ដាញ់ដែលបានដោះនៅលើក្បាលរបស់នេះសំណាងនោះឯងសក់ដាញ់នេះបើយើងថែរក្សាឲ្យបានត្រឹមត្រូវហើយម្យ៉ាងទៀតសំណាងគឺជាគ្រូមន្តអាគមទៀតនោះវាកាន់តែធ្វើឲ្យសក់ដាញ់នេះខ្លាំងក្លាពូកែឡើងដូច្នេះហើយទើបក្របកាំភ្លើងអ្នកទាំងពីរនាក់មិនអាចធ្វើអ្វីទៅដល់ខ្លួនសំណាងបានបន្ទាប់ពីឃើញកូនចៅរបស់គ្រូធ្មប់នេះបាញ់សម្ដៅទៅរកខ្លួនជាច្រើនដងសំណាងគេក៏បាននិយាយទៅកាន់ព្រាយជំនាញថាអ្នកទាំង4ឆាប់បង្វិលកណ្ដុងកំភ្លើងសម្ដៅទៅរកគ្រូធ្មប់នោះទៅខ្ញុំមិនអាចដកដៃចេញបាននោះទេបើសិនជាខ្ញុំដកដៃចេញភ្លើងប្រកាសជាឆេះខ្លួនខ្ញុំពិតជាមិនខានឡើយពេលនោះព្រាយជំនាញទាំង4ក៏ចាប់ផ្ដើមកាច់ដៃអ្នកទាំងពីរនាក់ឲ្យបង្វិលកំភ្លើងបាញ់សម្ដៅទៅកាន់គ្រូធ្មប់វិញគ្រូធ្មប់ចាប់ផ្ដើមមានអារម្មណ៍ភ័យតក់ស្លុតដោយសារតែកំភ្លើងរបស់កូនចៅបែរជាមកភ្ជង់ចំកណ្ដាលក្បាលរបស់គាត់ធ្មប់ម្នាក់នោះក៏បាននិយាយទៅកាន់កូនចៅថាណែពួកឯងឈួតទេអីយើងគឺជាម្ចាស់របស់ឯងហេតុអ្វីក៏ឯងយកកំភ្លើងមកភ្ជង់ក្បាលយើងដូច្នេះកូនចៅធ្មប់គេក៏បាននិយាយឡើងថាលោកគ្រូខ្ញុំមិនជឿខ្លួនឯងមិនបាននោះទេកំភ្លើងនេះវាងាកទៅរកលោកគ្រូខ្លួនឯងទៀតតើហេតុផលដែលអ្នកទាំងពីរនិយាយដូច្នេះដោយសារតែពួកគេទាំង3នាក់នេះមិនបានមើលឃើញជំនាញដែលចាំកាច់ដៃពួកគេឲ្យភ្ជង់កំភ្លើងទៅកាន់លោកគ្រូធ្មប់នោះឡើយលោកគ្រូធ្មប់បន្ទាប់ពីឃើញសកម្មភាពដូចនេះគាត់គិតថាមិនស្រួលគាត់ក៏ចាប់ផ្ដើមរកល្បិចគេចចេញពីទីនេះយករួចខ្លួននៅក្នុងពេលនោះបើសិនជាគាត់ដកដៃគាត់ប្រកាសជាត្រូវភ្លើងអាគមរបស់សំណាងដុតខ្លួនគាត់ឲ្យឆេះតែម្ដងពេលនោះគ្រូអាគមក៏បាននិយាយថាណែពួកឯងទាំងពីរឆាប់អោនមកចិត្តយើងបន្តិចមកអ្នកទាំងពីរនោះដែលកំពុងតែមានដៃកាន់កំភ្លើងហើយត្រូវជំនាញទាំង4កំពុងតែកាច់ដៃក៏ព្យាយាមអោនបន្តិចសំដៅទៅរកគ្រូមន្តអាគមធ្មប់សាមបន្ទាប់ពីឃើញពួកគេទាំងពីរនាក់អោនចូលមកគៀកហើយធ្
ធ្មប់សាមក៏យកដៃសងខាងរបស់ខ្លួនទាញក្បាលរបស់ពួកគេមករងជាមួយនឹងភ្លើងអាគមរបស់នេះសំណាងអ្នកទាំងពីរបន្ទាប់ពីត្រូវភ្លើងអាគមសំណាងពួកគេចាប់ដើមមានខ្លួនឆេះពោពេញទៅដោយភ្លើងអាគមចំណែកឯគ្រូធ្មប់សាមបន្ទាប់ពីរួចខ្លួនគេក៏បានរត់គេចចេញពីទីនេះបាត់ទៅទីបំផុតកូនចៅរបស់ធ្មប់ក៏ត្រូវភ្លើងឆេះរហូតដល់ស្លាប់សភាពការនៅក្នុងព្រៃប្រែជាស្ងប់ស្ងាត់ពេលនោះសំណាងក៏បាននិយាយទៅកាន់ជំនាញទាំង4ថាតោះពួកយើងប្រញាប់ចូលទៅក្នុងផ្ទះជួយលោកពុកទៅមើលទៅលោកពុកប្រហែលជាតបទល់ជាមួយនឹងខ្មោចព្រាយច្រានសន្ធឹកនោះមិនបានយូរនោះទេក្រោយមកពួកព្រាយទាំងអស់ក៏ចាប់ដើមធ្វើដំណើរសំដៅចូលទៅផ្ទះសំណាងជាមួយនឹងសំណាងទៅបន្ទាប់ពីទៅដល់នាយសំណាងក៏ចាប់ផ្ដើមប្រាក់អាគមរបស់ខ្លួនបន្ថែមទៀតក៏ប៉ុន្តែពពួកខ្មោចព្រាយនោះនៅតែមានចំនួនច្រើនដងខៅគង់ដោយសារតែឃើញខ្លួនថមថយកម្លាំងយ៉ាងខ្លាំងគាត់ក៏ចាប់ដើមប្រាក់អាគមមួយទៀតដងខៅបានទាញកូនកំបិតចេញពីចង្កេះសូត្របាលីមុនអាគមរបស់ខ្លួនរួចហើយគូសវាសទៅលើដីបន្ទាប់ពីដងខៅបានសូត្រអាគមនិងគូសវាសផ្លែកំបិតទៅលើដីរួចខណៈពេលនោះស្រាប់តែផែនដីស្រាប់តែប្រេះឡើងព្រឹបនៅក្នុងពេលនោះក៏ស្រាប់តែបង្ហាញខ្លួនខ្មោចដីជាច្រើនដែលកំពុងតែក្រោកឡើងមកចេញពីក្នុងដីពពួកខ្មោចទាំងអស់នេះមើលទៅវាហាក់ដូចជាខ្មោចឆៅដែរក៏ប៉ុន្តែពួកនេះវាក៏ស៊ីសាច់ធ្វើជាអាហារដែរខ្មោចដីបន្ទាប់ពីក្រោកឡើងចាប់ដើមហោះហើរសំដៅទៅរកពពួកវិញ្ញាណទាំងអស់នោះពេលនោះខ្មោចព្រាយក៏ចាប់ដើមទប់ទល់ជាមួយនឹងខ្មោចព្រាយដូចគ្នាហើយខ្មោចដីចំនួនច្រើនបានសម្លាប់ពពួកខ្មោចព្រាយដែលគ្រូមុនអាគមនឹងបញ្ជាមកឲ្យស្លាប់រលាយបាត់អស់រលីងបន្ទាប់ពីនោះទៅលោកគ្រូក៏បានសូត្រអាគមបញ្ជាពួកវាឲ្យចូលទៅក្នុងដីវិញបាត់បន្ទាប់ពីទីនោះប្រែជាស្ងប់ស្ងាត់សំណាងក៏បានសួរទៅកាន់ឪពុកថាណែលោកពុកតើមុនអាគមបំបាញ់មិញនេះគឺជាមុនអាគមអ្វីទៅខ្ញុំហាក់ដូចជាមិនធ្លាប់បានឃើញសោះពុកដងខៅក៏បានប្រាប់ទៅកាន់កូនប្រុសថាណែកូនប្រុសមុនអាគមបំបាញ់មិញនេះគឺមុនអាគមហៅខ្មោចបងក្រាបទៅលើពពួកខ្មោចព្រាយអាគមនេះមិនងាយមានអ្នកចេះនោះទេមិនថាគ្រូមុនអាគមខ្លាំងប៉ុណ្ណាក៏ដោយក៏គេមិនធ្លាប់ឃើញមុនអាគមនេះដែរថ្ងៃមួយពេលដែលពុកបានធ្វើដំណើរយកសត្វក្របីទៅលក់នៅក្នុងព្រៃពុកស្រាប់តែប្រទះជួបជាមួយនឹងអ្នកសច្ចាំងម្នាក់តាសច្ចាំងនោះក៏បានបង្ហាត់បង្រៀនមុនអាគមនេះមកឲ្យពុកសម្រាប់ការពារខ្លួននៅក្នុងពេលនោះស្រាប់តែមីងនាងព្រមទាំងអ្នកបម្រើស្រីរបស់គាត់ម្នាក់ទៀតក៏បានចេញមកសួរទៅកាន់លោកដង្ខៅថាលោកដង្ខៅតើអំបញ្ញមិញនេះពួកខ្មោចព្រាយទាំងអស់វាចូលមកផ្ទះរបស់ជើងតើមានរឿងអ្វីដែរមើលទៅពួកនេះវាហាក់ដូចជាចង់មកសម្លាប់យើងអញ្ចឹងដង្ខៅគាត់ក៏បាននិយាយប្រាប់ប្រពន្ធថាមែនហើយម៉ែវាពួកខ្មោចព្រាយទាំងអស់នេះវាសត្វតែចូលមកផ្ទះយើងដោយសារតែការបញ្ជារបស់គ្រូធ្មប់តែប៉ុណ្ណោះសំណាងហើយដែលមានកូនរបស់យើងនៅជួយទប់ទល់បើមិនអញ្ចឹងទេខ្ញុំប្រហែលជាស្លាប់ដោយសារតែពួកវាហើយមិនដឹងជាគ្រូអាគមនេះចេញមកពីណានោះទេមុនអាគមរបស់គេក៏ខ្លាំងពូកែដែរហើយខ្ញុំមិនធ្លាប់មានចំនួននឹងគេសោះតើហេតុអ្វីក៏គេចង់សម្លាប់មកដល់ខ្ញុំអញ្ចឹងនៅក្នុងពេលនោះសំណាងគេក៏បាននិយាយថាលោកពុកខ្ញុំបានសួរគ្រូអាគមនោះហើយក៏ប៉ុន្តែគេនិយាយថាគេចង់សាកអាគមជាមួយនឹងលោកពុកដោយសារតែគេចង់សម្លាប់លោកពុកនេះយកគេឈ្មោះស្ដេចអាគមនៅគ្រប់គ្រងនៅក្នុងដែននេះតែម្ដងដងខៅបន្ទាប់ពីឮសម្ដីកូនប្រុសគាត់ក៏បានសួរទៅកាន់សំណាងថា
ណែកូនបើអញ្ចឹងឯងមានបានសម្លាប់គេដែរឬទេសំណាងគេក៏បានឆ្លើយតបថាអត់ទេពុកខ្ញុំសម្លាប់គេមិនបាននោះឡើយធ្មប់ម្នាក់នោះបានរត់ចេញពីក្នុងព្រៃបាត់ទៅហើយពេលនោះដងខៅចាប់ផ្ដើមមានអារម្មណ៍ភ័យព្រួយដោយសារតែគាត់ត្រូវទៅជួញក្របីនៅក្នុងថ្ងៃស្អែកបើសិនជាសម្លាប់ធ្មប់នេះមិនបានធ្មប់ប្រកាសជារកពេលមកចូលសងសឹកនៅក្នុងផ្ទះសម្បែងវិញពិតជាមិនខាននោះទេដោយសារតែព្រួយបារម្ភពីសុវត្ថិភាពអ្នកនៅក្នុងផ្ទះដងខៅគាត់ក៏បាននិយាយទៅកាន់សំណាងថាណែកូនប្រុសថ្ងៃស្អែកឯងមិនបាច់ទៅជួញក្របីជាមួយនឹងឪពុកនោះទេឯងនៅក្នុងផ្ទះនេះចាំការពារផ្ទះសម្បែងនិងជួយមើលម្ដាយរបស់ឯងទៅម្ដងនេះពុកនឹងធ្វើដំណើរចេញទៅជួញក្របីជាមួយនឹងកូនចៅរបស់ពុកដូចជាសពមួយដងបើសិនជាឯងចេញទៅជួញក្របីជាមួយពុកជើងនេះទៀតពេលដែលធ្មប់នោះវិលត្រឡប់ចូលមកក្នុងផ្ទះវិញពិតជាគ្មានអ្នកណាអាចទប់ទល់ជាមួយនឹងវានោះឡើយពេលនោះសំណាងគេក៏បាននិយាយថាលោកពុកបើសិនជាខ្ញុំមិនទៅជាមួយពុកខ្ញុំព្រួយបារម្ភពីសុវត្ថិភាពពុកណាស់ឥឡូវពុកកាន់តែចាស់ទៅហើយពេលនោះដងខៅគាត់ក៏បាននិយាយថាមិនអីទេកូនសម្លាញ់ពុកនឹងអាចការពារខ្លួនបានសំខាន់ឲ្យតែឯងនៅផ្ទះនេះជួយមើលថែម្ដាយរបស់ឯងឲ្យបានល្អទៅណែឯងឡើងទៅលើផ្ទះជាមួយនឹងពុកនឹងបង្ហាត់បង្រៀនមន្តអាគមបំបាញ់មិញនេះឲ្យឯងចេះដូចជាឪពុកដែរក៏ប៉ុន្តែឯងត្រូវចាំថាអាគមនេះ7ថ្ងៃប្រើបានតែម្ដងតែប៉ុណ្ណោះដោយសារតែវាជាអាគមដែលបង្កើតឡើងដោយអ្នកសច្ចាំងអាគមនេះមិនអាចប្រើសម្រាប់មនុស្សដែលមានចរិតស្លូតត្រង់បាននោះទេវាត្រឹមអាចការពារខ្លួននិងអាចកម្ចាត់ទៅលើពពួកខ្មោចព្រាយបិសាចនិងពួកធ្មប់បានតែបើសិនជាមនុស្សល្អប្រហែលជាឯងប្រើទៅគ្មានប្រសិទ្ធភាពនោះឡើយធម្មតាអាគមអ្នកសច្ចាំងមិនដូចជាអាគមរបស់គ្រូធ្មប់នោះទេអាគមគ្រូធ្មប់ទោះជាយកទៅធ្វើអ្វីក៏បានដែរទោះជាយកទៅធ្វើអំពើបាបប៉ុណ្ណាក៏មិនសាបរលាបដែរផ្ទុយទៅវិញបើសិនជាយើងយកទៅសម្រាប់មនុស្សធ្វើបាបមនុស្សអាគមធ្មប់កាន់តែខ្លាំងពូកែជាងមុនទៅទៀតតែអាគមអ្នកសច្ចាំងគេមិនបានបង្កើតឡើងសម្រាប់មនុស្សគ្រាន់តែទុកការពារខ្លួននិងការពារទៅដល់មនុស្សដែលនៅក្បែរខ្លួនជើងតែប៉ុណ្ណោះសំណាងបន្ទាប់ពីស្ដាប់ដំណំរបស់ឪពុកបាននិយាយប្រាប់គាត់ហើយក្រោយមកពួកគេទាំងពីរនាក់ក៏បានចូលទៅទីអាសនៈរួចហើយចាប់ផ្ដើមហាត់រៀនមន្តអាគមនោះនៅក្នុងជប់នោះឯងបាលីនោះមិនវែងប៉ុន្មាននោះទេសំណាងទន្ទិញតែមួយសម្បកក៏អាចចាំបានដោយសារតែសំណាងគេគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពពិសេសស្ទាត់ជំនាញខាងហាត់រៀនមន្តអាគមនេះដោយមិនចាំបាច់ប្រើពេលយូរឥឡូវយើងត្រឡប់ចូលទៅនិយាយពីធ្មប់សាមបន្តិចធ្មប់សាមបន្ទាប់ពីចាញ់ដៃក្រោមក្មេងសំណាងនេះគេក៏ចាប់ផ្ដើមធ្វើដំណើរសម្ដៅទៅទីកន្លែងមួយទៀតនោះគឺជាទីកន្លែងបងប្រុសរបស់គាត់បន្ទាប់ពីទៅដល់ក្នុងព្រៃធ្មប់សាមក៏ចាប់ផ្ដើមរៀបរាប់រឿងរ៉ាវទាំងអស់នេះឲ្យទៅកាន់ធ្មប់ព្រៃបានដឹងចំណែកឯធ្មប់ព្រៃដែលជាបងប្រុសរបស់ធ្មប់សាមវិញបន្ទាប់ពីដឹងថាមានគ្រូមន្តអាគមខ្លាំងនៅក្នុងស្រុកភូមិធ្វើបាបទៅកាន់ប្អូនប្រុសគាត់ធ្មប់ព្រៃខឹងសម្បាខ្លាំងណាស់គាត់ក៏បាននិយាយទៅកាន់ប្អូនប្រុសគាត់ថាមិនអីនោះទេចាំយើងចូលទៅក្នុងស្រុកភូមិបងក្រាបពពួកគ្រូទាំងអស់នោះធ្វើឲ្យឯងខ្លាចជាស្ដេចអាគមនៅទីនោះចោះធ្មប់សាមមានអារម្មណ៍សប្បាយចិត្តណាស់ដោយឃើញបងប្រុសរបស់ខ្លួនព្រមចេញមកពីក្នុងព្រៃទៅជួយបង្ក្រាបគ្រូមន្តអាគមខ្លាំងជួយទៅដល់គេពេលលាពេលយប់ក៏បានរំលងផុតទៅសំឡេងមន់រងាវក៏ចាប់ផ្ដើមបន្លឺឡើងនៅក្នុងពេលនោះព្រះសូរិយារះព្រំលោកដងខៅ
ក៏ចាប់ផ្ដើមប្រមូលកូនចៅរបស់គាត់សត្វក្របីចូល100ក្បាលកំពុងតែឈររងចាំលោកដង្ខៅចេញមកពីក្នុងផ្ទះនិងនាំពួកវាទាំងអស់នេះទៅលក់នៅតំបន់ផ្សេងទៀតពេលនោះដង្ខៅគាត់បានប្រជុំកូនចៅគាត់ទាំងអស់ដើម្បីត្រៀមខ្លួននិងចេញយកសត្វក្របីទៅលក់ក្របីម្ដងនេះមានចំនួនច្រើនខ្លាំងណាស់ដង្ខៅគាត់ព្រួយបារម្ភពីសុវត្ថិភាពអ្នកផ្ទះពេលដែលគាត់ធ្វើដំណើរទៅឆ្ងាយនៅក្នុងពេលនោះដង្ខៅក៏បាននិយាយទៅកាន់សំណាងថាណែកូនប្រុសឯងនៅផ្ទះសំបែងត្រូវតែមើលថែម្ដាយឯងឲ្យបានល្អពុកធ្វើដំណើរទៅម្ដងនេះប្រហែលជាយូរខ្លាំងណាស់ដោយសារតែចាំលក់សត្វក្របីអស់ប្រហែលជារយៈពេលជិត1ខែឯណោះម្យ៉ាងទៀតពេលដែលពុកចេញទៅពុកព្រួយបារម្ភពីសុវត្ថិភាពអ្នកផ្ទះអារម្មណ៍ពុកហាក់ដូចជាមិននឹងនៅសោះនៅពេលនោះសំណាងគេក៏បាននិយាយថាមិនអីទេពុកសូមពុកធ្វើដំណើរដោយសុវត្ថិភាពចុះនៅទីកន្លែងនេះមានខ្ញុំហើយសូមពុកកុំព្រួយបារម្ភអីក៏ប៉ុន្តែបើសិនជាពុកធ្វើដំណើរចូលទៅដល់ព្រៃដែលរកបានខ្ញុំកាលពីមុននោះបើសិនជាពុកជួបមនុស្សសូមសួរទៅកាន់គេថានៅក្នុងភូមិរបស់ពួកគេមានអ្នកណាបាត់កូនប្រុសដែរឬអត់ដោយសារតែការឆ្នាំនោះខ្ញុំទើបតែមានអាយុ5ឆ្នាំខ្ញុំចាំផ្លូវត្រឡប់ចេញពីក្នុងព្រៃចូលទៅផ្ទះមិនឃើញនោះទេបច្ចុប្បន្ននេះសំបីតែមុខឪពុកម្ដាយបង្កើតខ្ញុំស្ទើរតែភ្លេចបាត់ទៅហើយសំដីសំណាងនិយាយទៅគូឲ្យអាណិតលោកដង្ខៅគាត់ក៏បាននិយាយឡើងថាអើកូនមិនអីនោះទេតាមមើលទៅឪពុកម្ដាយរបស់ឯងគាត់គឺស្លូតបូតខ្លាំងណាស់ហើយគាត់ក៏គ្មានចិត្តយកឯងទៅចោលនៅក្នុងព្រៃដែរមូលហេតុដែលពួកគាត់យកឯងទៅចោលក្នុងព្រៃនោះតាមមើលទៅដោយសារតែពួកគេបានឃើញជំនាញវិញ្ញាណដែលសន្ធិដ្ឋនៅចាំការពារឯងនេះហើយពួកគាត់ប្រហែលជាគិតថាឯងគឺជាកូនរបស់ខ្មោចព្រាយបិសាចទើបពួកគាត់បានយកឯងទៅចោលនៅក្នុងព្រៃដូច្នេះបន្ទាប់ពីផ្ដែផ្ដាំរួចដងខៅបានឡើងជិះលើក្នុងសេះហើយកូនចៅគាត់ប៉ុន្មានអ្នកផ្សេងទៀតក៏បានឡើងលើក្នុងសេះដេញសត្វក្របីតិចធ្វើដំណើរចេញពីក្នុងផ្ទះរបស់គាត់ទៅបន្ទាប់ពីឪពុកបានចេញពីទីនេះបាត់សំណាងគេក៏បាននិយាយទៅកាន់អ្នកបម្រើស្រីនៅក្នុងផ្ទះរបស់គេថាអ្នកមីងមួយរយៈនេះសូមអ្នកមីងទៅផ្សារឲ្យតន់ព្រឹកហើយបើសិនជាជួបមនុស្សចម្លែកមុខនោះទោះជាគេឲ្យអ្វីក៏មីងមិនត្រូវយកចូលក្នុងផ្ទះរបស់ជើងដែរអ្នកមីងសានបន្ទាប់ពីឮសម្ដីរបស់សំណាងបាននិយាយដូច្នោះគាត់ក៏បានឆ្លើយតបវិញថាបាទអ្នកប្រុសខ្ញុំនឹងធ្វើតាមសម្ដីរបស់អ្នកប្រុសឥឡូវនេះខ្ញុំសូមទៅចក្រានបាយរៀបចំបាយទឹកសិនហើយក្រោយមកមីងសានគាត់ក៏បានធ្វើដំណើរចូលទៅកាន់ចង្ក្រានបាយរីឯសំណាងគេបានឡើងទៅកាន់ទីអាសនៈរួចហើយសូត្រមន្តអាគមប្រសិទ្ធិទៅលើអំបោះពណ៌សមួយដុំបន្ទាប់ពីសូត្រអាគមមួយសន្ទុះធំហើយគេក៏ចាប់ផ្ដើមយកអំបោះសនោះទៅកូរក្នុងទឹកផ្តិលមួយនៅពេលនោះសំណាងក៏បានយកខ្សែអំបោះដែលតំណាងឲ្យខ្សែសីមាយកទៅរុំព័ទ្ធពេញជុំវិញរបងផ្ទះគេធ្វើដូច្នេះមូលហេតុគឺមិនចង់ឲ្យពពួកខ្មោចព្រាយចូលមកយាយីនៅក្នុងផ្ទះរបស់គេបន្តទៀតនោះទេបន្ទាប់ពីនោះសំណាងក៏បាននិយាយជាមួយម្ដាយរបស់ខ្លួនថាអ្នកម៉ែមួយរយៈនេះសូមអ្នកម៉ែកុំធ្វើដំណើរទៅណាឲ្យឆ្ងាយសោះព្រោះថាគ្រូធ្មប់នោះប្រហែលកំពុងតែព្យាយាមធ្វើបាបដល់គ្រួសាររបស់ជើងនៅពេលយប់ទោះជាបានឮសំឡេងអ្វីក៏ដោយសូមអ្នកម៉ែកុំចេញទៅក្រៅផ្ទះបើមិនអញ្ចឹងទេពិតជាមានគ្រោះថ្នាក់ពិតជាមិនខានឡើយបន្ទាប់ពីរំលង2ថ្ងៃ
គ្រូធ្មប់ក៏ចាប់ផ្ដើមធ្វើដំណើរចេញមកពីក្នុងព្រៃរួចហើយក៏បានឈានចូលមកដល់ភូមិនេះនៅវេលាយប់មួយជំនាងក៏បានប្រាប់ទៅកាន់សំណាងថាលោកម្ចាស់បន្តិចទៀតប្រកាសជាមានរឿងរ៉ាវកើតឡើងហើយតែខ្ញុំមិនដឹងថាគឺជារឿងល្អឬក៏ជារឿងអាក្រក់នោះទេតែយ៉ាងណាក៏សូមលោកម្ចាស់ប្រយ័ត្នខ្លួនផងនាពេលក្បាលប្រលប់ស្រាប់តែមានតាចាស់ម្នាក់ដេញតាមចាប់សត្វក្របីរបស់គាត់តាចាស់ម្នាក់នោះហាក់ដូចជាធំថយកម្លាំងយ៉ាងខ្លាំងសត្វក្របីរបស់គាត់រត់លឿនខ្លាំងណាស់ក្រោយមកតាចាស់ក៏បានក្រឡេកឃើញសំណាងហើយគាត់ក៏បាននិយាយទៅកាន់សំណាងថាណែចៅឯងជួយចាប់សត្វក្របីឲ្យលោកតាបន្តិចមកក្របីតាវាបានដាច់ខ្សែរត់លឿនខ្លាំងណាស់តាចាប់វាមិនទាន់នោះទេពេលនោះសំណាងគេក៏មានអារម្មណ៍ស្ទាក់ស្ទើរដែរក៏ប៉ុន្តែដោយសារតែឃើញសត្វក្របីកំពុងតែរត់យ៉ាងលឿនដូច្នោះគេក៏ចាប់ផ្ដើមត្រៀមខ្លួនចេញពីក្នុងរបងផ្ទះនៅក្នុងពេលនោះស្រាប់តែជំនាងក៏បាននិយាយទៅកាន់គេថាលោកម្ចាស់មើលទៅដូចជាមិនស្រួលទេអារម្មណ៍របស់ពួកខ្ញុំបានឲ្យដឹងថារឿងហេតុជិតកើតឡើងហើយតែសំណាងគេក៏បាននិយាយទៅកាន់ជំនាងព្រាយថាមិនអីនោះទេខ្ញុំអាចការពារខ្លួនបានខ្ញុំចេញទៅចាប់សត្វក្របីតាមពីផ្លែតតែប៉ុណ្ណោះពេលនោះសំណាងក៏បានយកខ្សែពីដៃតាចាស់រួចហើយក៏តាក់ធ្វើជាកងរង្វង់ដើម្បីវត្តតាក់យកស្នែងក្របីបន្តិចក្រោយមកគេក៏បានចាប់សត្វក្របីនោះបានក៏ប៉ុន្តែសត្វក្របីប្រែក្លាយជាមានភ្នែកពណ៌ក្រហមដោះចង្គង់ស្រួចហាក់ដូចជាសត្វចចកអញ្ចឹងក្របីក៏បានស្ទុះវឹងចូលទៅវាយប្រហារទៅកាន់នេះសំណាងឃើញហេតុការណ៍ដូច្នោះសំណាងក៏បាននិយាយទៅកាន់តាចាស់ថាយាយលោកតាសត្វក្របីលោកតាគឺជាក្របីអ្វីទៅហេតុអ្វីគួរឲ្យខ្លាចខ្លាំងម្ល៉េះតាចាស់ម្នាក់នោះសើចខ្លាំងហើយគាត់និយាយថាសត្វក្របីនេះគឺជាព្រាយក្របីនៅក្នុងព្រៃជើងបាននាំវាមកដើម្បីសម្លាប់ឯងនេះហើយពេលនោះសំណាងក៏ចាប់ផ្ដើមព្យាយាមរត់ចេញពីទីនោះតែសត្វក្របីរត់លឿនខ្លាំងណាស់វាក៏ចាប់ផ្ដើមរត់ទៅទាន់វត្តសំណាងមួយស្នែងធ្វើឲ្យសំណាងខ្ទាតទៅបបផ្ទប់ជាមួយនឹងរបងផ្ទះសំណាងគេមិនបានធ្លាយខ្លួនឬក៏មានរបួសរយៈសាច់អ្វីនោះទេដោយសារតែគេមានអាគមស្បែកគង់នៅក្នុងខ្លួនក៏ប៉ុន្តែថ្មីត្បិតតែមិនអាចហូរឈាមចេញមកក្រៅតែក្នុងខ្លួនរបស់គេក៏ខ្ទាំក្នុងដោយសារតែកម្លាំងស្នែកក្របីនេះផងដែរពេលនោះសំណាងក៏ក្រោកឡើងយ៉ាងត្រដាបត្រដួសចូលទៅទប់ទល់ជាមួយនឹងសត្វក្របីម្សាទៀតតែសត្វក្របីព្រាយដែលបានយកចេញមកពីក្នុងព្រៃនេះវាសាហាវមានសន្ទុះលឿនហាក់ដូចជាសត្វខ្លាសំណាងក៏ត្រូវសត្វក្របីនោះវត្តម្សាទៀតធ្វើឲ្យគេដួលផ្ទប់ជាមួយនឹងរបងសាជាថ្មីនៅពេលនោះសំណាងក៏ចាប់ផ្ដើមនឹកឃើញអាគមរបស់ឪពុកគេក៏បានទាញកំបិតចេញពីចង្កេះរួចហើយសូត្រអាគមគោះវាសទៅលើដីមួយផ្លែតក្រោយមកស្រាប់តែមានខ្មោចដីជាច្រើនបានផុសចេញមកខ្មោចនោះមានទំហំខ្លួនធំក៏បានចាប់សត្វក្របីបោកផ្ទប់ជាមួយនឹងដើមឈើឬសូរឌីងដឹបតាចាស់ដែលជាធ្មប់ព្រៃមិនធ្លាប់បានឃើញអាគមដ៏ខ្លាំងពូកែមួយនេះទេគាត់ហាត់រៀនអាគមអស់រយៈពេលជាយូរឆ្នាំមកហើយក៏ប៉ុន្តែគាត់មិនដែលធ្លាប់បានឃើញថាមានអាគមមួយនេះត្រូវគេយកមកប្រើនោះឡើយទីបំផុតសត្វក្របីព្រាយមួយនោះក៏ត្រូវស្លាប់ដោយសារតែស្នាដៃខ្មោចដីដែលសូត្រចេញមកពីអាគមរបស់នាយសំណាងនេះឯងធ្មប់មិនហ៊ានទៅទប់ទល់ជាមួយនឹងសំណាងនោះទេដោយសារតែពេលនោះមានខ្មោចដីជាច្រើនកំពុងតែរត់សម្ដៅទៅរកគេក្រោយមកធ្មប់ក៏ចាប់ផ្ដើមរត់គេចខ្លួនចេញពីទីនោះបាត់ទៅបន្ទាប់ពីធ្មប់ទៅបាត់សំណាងក៏សូត្រអាគមបញ្ជាឲ្យពពួកខ្មោចដីនោះ
រលាយចូលទៅក្នុងដីវិញបានហើយគេក៏ចាប់ផ្ដើមដើរបន្តិចសំដៅចូលទៅក្នុងផ្ទះនៅពេលនោះម្ដាយរបស់គេបានឃើញថាកូនរបស់ខ្លួនមានរបួសធ្ងន់ធ្ងររួចហើយក៏ជួយគ្រាកូនឡើងទៅលើផ្ទះទៅចំណែកឯធ្មប់ព្រៃបន្ទាប់ពីត្រឡប់ចូលទៅទីកន្លែងរបស់ប្អូនប្រុសគេក៏បាននិយាយរឿងទាំងអស់នេះប្រាប់ទៅកាន់ប្អូនប្រុសរបស់ខ្លួនហើយគេចាប់ផ្ដើមរៀបគម្រោងទៅហៅសត្វព្រាយដែលនៅក្នុងព្រៃជាច្រើនមិនថាពពួកព្រាយដំរីឬក៏ព្រាយពស់ចាក់នោះទេយ៉ាងណាត្រូវតែកុំតិចក្មេងប្រុសអ្នកនេះឲ្យបាននៅក្នុងថ្ងៃដែលសំណាងគេបានបង្ក្រាបទៅដល់សត្វក្របីដែលបានចូលមកធ្វើបាបគេនៅក្នុងជប់មួយនោះសំណាងគេមានរបួសធ្ងន់ធ្ងរចំណែកឯធ្មប់ព្រៃគេក៏បានគេចចេញពីទីនេះចូលទៅក្នុងទីកន្លែងរបស់ប្អូនប្រុសគេបាត់ទៅធ្មប់ព្រៃដោយសារតែឃើញមន្តអាគមរបស់សំណាងខ្លាំងពូកែមួយរយៈនេះគេក៏មិនបានមកយាយីនឹងចូលមកផ្ទះរបស់សំណាងលេងមន្តអាគមអ្វីបន្តទៀតដែរចំណែកឯសំណាងបានសម្រាប់ព្យាបាលអស់មួយរយៈពេលធំទើបរបួសរបស់គេបានជាសះស្បើយដងខៅគង់ដែលបានធ្វើដំណើរទៅលក់ក្របីនោះគាត់តែងតែយល់សពមិនល្អដោយសារតែគាត់មានចិត្តព្រួយបារម្ភសុវត្ថិភាពគ្រួសាររបស់គាត់ខ្លាំងណាស់ដងខៅបន្ទាប់ពីលក់ក្របីអស់គាត់ក៏ចាប់ផ្ដើមធ្វើដំណើរត្រឡប់មកផ្ទះយ៉ាងប្រញាប់ប្រញាល់នៅក្នុងថ្ងៃមួយព្រាយទាំង4ដែលជាព្រាយជំនាញក៏បាននិយាយទៅកាន់សំណាងថាលោកម្ចាស់មិនអាចទប់ទល់ជាមួយនឹងពពួកគ្រូធ្មប់ទាំងពីរនាក់នេះដោយគ្មានអាវុធនោះទេទោះជាមន្តអាគមរបស់លោកគ្រូខ្លាំងពូកែប៉ុណ្ណាក៏ដោយក៏ប៉ុន្តែពពួកគ្រូធ្មប់នេះសម្បូរសត្វព្រាយណាស់ព្រោះវាបានចិញ្ចឹមទុកអស់ជាច្រើនឆ្នាំមកហើយបន្ទាប់ពីឮព្រាយជំនាញនិយាយដូច្នោះសំណាងគេក៏បាននិយាយថាតើអ្នកទាំងអស់គ្នាឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅបើពេលនេះខ្ញុំមានតែម្នាក់ឯងហើយខ្ញុំគ្មានអាវុធពិសេសសម្រាប់ទប់ទល់ជាមួយនឹងគេនោះទេព្រាយទាំង4ក៏ចាប់ផ្ដើមនឹកឃើញទៅដល់ភ្នៅគ្រូធំដែលជាសំណាងការពិជាតិមុននោះឯងព្រាយទាំង4ក៏បាននិយាយទៅកាន់សំណាងថាលោកម្ចាស់សូមលោកម្ចាស់វិលត្រឡប់ទៅកាន់ភ្នៅរបស់លោកម្ចាស់ការពិជាតិមុនទៅនៅក្នុងភ្នៅមានអាវុធពិសេសមួយវាមានឈ្មោះថារំពាត់វាយព្រាយរំពាត់នោះស័ក្តិសិទ្ធិខ្លាំងណាស់ចំណែកឯរំពាត់អាចបង្ក្រាបទៅលើពពួកសត្វច្រាបបានថែមទៀតផងកាលពីមុនលោកគ្រូប៉ារំពាត់នោះទៅបង្ក្រាបពពួកធ្មប់ខ្មោចព្រាយបិសាចគ្រប់ទីកន្លែងឥឡូវរំពាត់នោះនៅក្នុងក្តារមឈូសរបស់លោកគ្រូកាលពីជាតិមុនឯណោះសូមលោកគ្រូវិលត្រឡប់ទៅយកវាទៅពេលនោះសំណាងគេក៏បាននិយាយថាមើលទៅដូចជាមិនកើតនោះទេខ្ញុំត្រូវនៅផ្ទះមើលថែម្ដាយរបស់ខ្ញុំព្រោះថាមុននឹងឪពុកខ្ញុំចេញទៅគាត់បានផ្ដាយផ្ដាំហើយខ្ញុំមិនអាចទុកម្ដាយរបស់ខ្ញុំឲ្យនៅក្នុងផ្ទះតែឯងបាននោះឡើយសំណាងគេក៏បាននិយាយបន្តទៀតថាណែបើអញ្ចឹងមែនសូមពួកជំនាញព្រាយឯងទៅយករំពាត់នោះឲ្យខ្ញុំបន្តិចមកគ្រាន់តែឮសម្ដីរបស់សំណាងបាននិយាយជំនាញព្រាយបានសម្លឹងមកគ្នាពេលនោះជំនាញបាននិយាយថាអត់ទេលោកម្ចាស់រំពាត់នោះពួកខ្ញុំមិនអាចប៉ះបាននោះទេថ្មីត្បិតតែពួកខ្ញុំគឺជាព្រាយដែលមានអំណាចមែនក៏ប៉ុន្តែយ៉ាងណាក៏ពួកខ្ញុំនៅតែមិនអាចប៉ះពាល់ជាមួយនឹងរំពាត់កថាដែលពោពេញទៅដោយយន្តមន្តអាគមនោះបានដែរមិនថាពពួកខ្មោចព្រាយនោះទេឲ្យតែប៉ះជាមួយនឹងរំពាត់វាយព្រាយនោះប្រកាសជារលាយសាបសូន្យវិញ្ញាណចេញពីទីនេះពិតជាមិនខាននោះទេ
បន្ទាប់ពីឮការរៀបរាប់របស់ព្រាយទាំង4សំណាងគេក៏បាននិយាយថាឥឡូវសូមឲ្យខ្ញុំទៅពិភាក្សាជាមួយនឹងម្ដាយខ្ញុំមួយផ្លែតសិនអ្នកទាំងអស់គ្នាចាំខ្ញុំបន្តិចសិនទៅបន្ទាប់ពីនិយាយរួចសំណាងបានធ្វើដំណើរចូលទៅក្នុងផ្ទះរួចហើយនិយាយទៅកាន់ម្ដាយរបស់គេថាអ្នកម៉ែខ្ញុំត្រូវការធ្វើដំណើរទៅឆ្ងាយតើអ្នកម៉ែយល់ព្រមដែរឬទេព្រោះថាមួយរយៈនេះពពួកធ្មប់ព្រៃតែងតែមកធ្វើបាបដល់គ្រួសាររបស់យើងខ្ញុំទៅស្វែងរកយកអាវុធពិសេសដើម្បីមកទប់ទល់ជាមួយនឹងពួកវាពេលនោះមីងនាងដែលជាម្ដាយរបស់សំណាងគាត់ក៏បាននិយាយឡើងថាមិនអីទេកូនសូមកូនធ្វើដំណើរទៅចុះមិនបាច់បារម្ភពីអ្នកម្ដាយនោះទេព្រោះថាឯងត្រូវធ្វើដំណើរទៅយកអាវុធពិសេសជីវិតម្ដាយមិនសូវសំខាន់ប៉ុន្មាននោះទេសំខាន់បើសិនជាពួកធ្មប់នេះអាចគ្រប់គ្រងទឹកដីមួយនេះហើយវាប្រកាសជាសម្លាប់មនុស្សនិងបង្កមហន្តរាយដ៏ធំធេងទៅដល់មនុស្សនៅក្នុងភូមិនេះពិតជាមិនខាននោះទេកូនទៅចុះសូមកុំបារម្ភពីអ្នកម្ដាយអីពេលនោះសំណាងគេក៏បាននិយាយឡើងថាអ្នកម៉ែខ្ញុំព្រួយបារម្ភពីសុវត្ថិភាពអ្នកម៉ែណាស់ខ្ញុំហាក់ដូចជាចិត្តមិនដាច់នោះទេពេលនោះម្ដាយសំណាងក៏បានយកដៃរបស់គាត់ទៅអង្អើលក្បាលកូនប្រុសហើយគាត់ក៏បាននិយាយឡើងថាទៅចុះកូនប្រុសព្រោះថាកូនគឺជាគ្រូមន្តអាគមជាអ្នកចេះអាគមការពារទៅដល់អ្នកភូមិកុំព្រួយបារម្ភពីម្ដាយអីសោះសំខាន់ឲ្យតែកូនសម្រេចគោលដៅកូនទៅសំណាងបន្ទាប់ពីឮសម្ដេចម្ដាយបានព្រមឲ្យគេធ្វើដំណើរទៅយករំពាត់វាយព្រាយគេក៏បាននិយាយឡើងថាបើអញ្ចឹងពេលដែលខ្ញុំធ្វើដំណើរទៅសូមអ្នកម៉ែកុំដើរចេញទៅណាប្រទេសផ្ដាស់អីសោះខ្សែអំបោះនេះសូមអ្នកម៉ែយកទៅចងភ្ជាប់នឹងកដៃព្រោះថាពពួកខ្មោចព្រាយវាមិនអាចចូលមកចិត្តអ្នកម្ដាយបាននោះទេបន្ទាប់ពីនោះសំណាងក៏ចាប់ដើមសូត្រអាគមដាក់ទៅលើសត្វគោពណ៌ខ្មៅមួយក្បាលរួចហើយយកទៅដាក់នៅក្បែរកាំជណ្ដើរផ្ទះសំណាងបាននិយាយផ្ដាច់ផ្ដាំម្ដាយគេថាអ្នកម៉ែទោះជាមានរឿងអ្វីក៏ដោយសូមអ្នកម៉ែកុំធ្វើដំណើរចេញក្រៅរបងផ្ទះអីសោះគោខ្មៅនេះវានឹងអាចការពារអ្នកម៉ែបានចំពោះពពួកសត្វព្រៃកំពៃកំប៉ុកនោះมันអាចចូលមកក្នុងផ្ទះជាងបាននោះទេបន្ទាប់ពីនិយាយផ្ដាច់ផ្ដាំរួចសំណាងក៏ចាប់ដើមស្ពីថងជីមរួចហើយធ្វើដំណើរចេញពីផ្ទះទៅចំណែកឯព្រៃទាំង4ក៏ចាប់ដើមនាំផ្លូវសំណាងរំលងពីភូមិមួយចូលទៅដល់ភូមិមួយទៀតដែលអស់រយៈពេលជាង1ថ្ងៃទើបពួកគេបានធ្វើដំណើរចូលទៅដល់ភូមិមួយដែលគោរពបូជាទៅកាន់ទីកន្លែងមួយហាក់ដូចជាព្រះជាម្ចាស់ភូមិនោះគឺជាភូមិរបស់លោកគ្រូធំដែលជាអតីតកាលរបស់សំណាងកាលពីជាតិមុនបានរស់នៅក្នុងភូមិនោះឯងចំណែកឯទីកន្លែងដែលអ្នកភូមិគោរពបូជាវាគឺជាផ្នូររបស់លោកគ្រូធំដែលបានជួយបង្ក្រាបពពួកខ្មោចព្រាយបិសាចនិងជួយទៅដល់អ្នកភូមិឲ្យគេចពីកណ្ដាប់ដៃរបស់ពពួកគ្រូធ្មប់កាលពីចំនួនមុនក៏ប៉ុន្តែសំណាងបានស្លាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយមើលទៅអ្នកស្គាល់មុខលោកគ្រូធំកាលពីមុននោះពួកគេក៏បានស្លាប់បាត់ទៅហើយដែរអ្នកនៅគោរពបូជាសពថ្ងៃនេះសុទ្ធតែជាក្មេងចំនួនក្រោយបន្តគ្នាពីមួយចំនួនទៅមួយចំនួនតែប៉ុណ្ណោះក្រោយពីព្រាយទាំង4បាននាំសំណាងចូលទៅដល់ភូមិនោះតាចាស់ម្នាក់ឈ្មោះថាតាសុកដោយសារតែឃើញការតបតែងខ្លួនរបស់សំណាង
ហាក់ដូចជាមិនមែនអ្នកនៅក្នុងស្រុកភូមិនេះតាសុកក៏បានដើរសម្ដែងសំណាងហើយគាត់ក៏បានសួរថាណែអ្នកកំឡោះតើឯងធ្វើដំណើរមកពីណាឯងនេះមើលទៅគួរឲ្យសង្ស័យខ្លាំងណាស់តើឯងចូលមកក្នុងភូមិខ្ញុំនេះមានកិច្ចការអ្វីដែរទៅសំណាងបន្ទាប់ពីឃើញតាចាស់គេក៏បានលើកដៃសំពះហើយនិយាយឡើងថាលោកតាខ្ញុំចូលមកក្នុងភូមិនេះគឺចង់កោះភ្នូរបស់លោកគ្រូមុនអាគមម្នាក់ដើម្បីស្វែងរកវត្ថុទិព្វដែលបានកប់ទុកជាមួយនឹងក្តាមឈូសនៅក្នុងភូមិនេះឯងតាសុកគ្រាន់តែបានឮថាសំណាងចង់កោះភ្នូរបស់លោកគ្រូធំគាត់មានចិត្តខឹងសម្បាខ្លាំងណាស់ដោយសារតែអ្នកភូមិបានគោរពទៅកាន់ភ្នូរបស់លោកគ្រូធំហាក់ដូចជាអាទិទេពនៅចាំការពារតំបន់របស់គាត់តាចាស់ក៏បាននិយាយខ្លាំងៗទៅកាន់សំណាងថាណៃអាអ្នកកំឡោះឯងកុំចង់បំពេញនៅក្នុងស្រុកភូមិរបស់យើងទោះជាយើងស្លាប់ក៏យើងនៅការពារភ្នូនេះដែរភ្នូនេះវាហាក់ដូចជាភ្នូបពៈបរោះដែលបានការពារស្រុកភូមិយើងជាច្រើនចំនួនមកហើយបន្ទាប់ពីនិយាយរួចតាសុកគាត់ក៏បានស្រែកឡើងខ្លាំងៗប្រាប់តែឲ្យអ្នកភូមិរបស់គាត់នាំគ្នាមកព្រួតចាប់អ្នកកំឡោះម្នាក់នេះយកទៅដាក់ទោសសំឡេងស្រែករបស់តាសុកបានធ្វើឲ្យអ្នកភូមិទាំងអស់គ្នាផ្អើលឆោឡោចេញមកពីក្នុងផ្ទះជាច្រើនអ្នកពួកគេបានមកឈរព័ទ្ធជុំវិញនៃសំណាងក្រោយមកអ្នកភូមិម្នាក់ក៏បាននិយាយថាណៃវើយឯងជាអ្វីទៅបានជាហ៊ានមកបំពេញទៅលើភ្នូបុរាណដូច្នេះឯងមានដឹងទេថាភ្នូនោះគឺជាភ្នូរបស់អ្នកណាតាំងពីជាដូនជាតារបស់យើងហើយពួកយើងទាំងអស់គ្នាគោរពបូជាភ្នូនេះណាស់ហេតុអ្វីក៏ថ្ងៃនេះឯងចង់មកបំពេញទៅវិញពួកយើងប្រកាសជាមិនទុកជីវិតឲ្យឯងនោះទេសំឡេងអ្នកភូមិបាននិយាយម្នាក់មួយម៉ាត់បានធ្វើឲ្យទីនោះចាប់ផ្ដើមកាត់ឡើងសំឡេងឮឡើងរំពងតែម្ដងសំណាងតែម្នាក់ឯងត្រូវអ្នកភូមិជាច្រើនអ្នកឈោព័ទ្ធជុំវិញនិងនិយាយសំឡត់បើកភ្នែកធំពេលនោះសំណាងគេក៏បាននិយាយថាអ្នកទាំងអស់គ្នាសូមអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំសិនទៅខ្ញុំចូលមកក្នុងភូមិនេះគ្រាន់តែយករបស់ខ្ញុំតែប៉ុណ្ណោះរំពាត់វាយព្រាយគឺជារំពាត់របស់ខ្ញុំហើយខ្ញុំត្រូវយករំពាត់នេះទៅកម្ចាត់ពពួកខ្មោចព្រាយបិសាចនិងគ្រូធ្មប់បន្តទៀតបន្ទាប់ពីឮសម្ដីរបស់សំណាងបាននិយាយតាសុកគាត់បានចង្អុលមុខសំណាងហើយនិយាយឡើងខ្លាំងៗថាណៃអាកំឡោះរំពាត់វាយព្រាយនេះគឺជារំពាត់របស់លោកគ្រូធំបានទុកនៅជាមួយនឹងក្តាមឈូសរបស់គាត់អស់ជាច្រើនឆ្នាំមកហើយតើឯងគិតថាឯងនេះគឺជាអ្វីទៅបានជាថារំពាត់នេះគឺជារំពាត់របស់ឯងពេលនោះសំណាងគេក៏បាននិយាយទៅកាន់អ្នកភូមិថាអ្នកទាំងអស់គ្នាសូមជឿខ្ញុំចុះខ្ញុំគឺជាលោកគ្រូធំកាលពីជាតិមុនប៉ុន្តែឥឡូវខ្ញុំបានមកកើតនៅជាតិថ្មីទៅហើយដូច្នេះពេលនេះខ្ញុំត្រូវវិលត្រឡប់មកយករំពាត់វាយព្រាយនេះយកទៅបង្ក្រាបខ្មោចព្រាយបិសាចបន្តទៀតតាសុកគាត់បាននិយាយថាតើឯងមានអ្វីមកបញ្ជាក់ទៅថាឯងគឺជាលោកគ្រូធំចាប់ជាតិមើលទៅឯងនេះគ្រាន់តែជាមនុស្សបោកប្រាស់តែប៉ុណ្ណោះក្រោយមកសំណាងគេក៏បាននិយាយឡើងថាបានបើអញ្ចឹងខ្ញុំនឹងបញ្ជាក់ឲ្យអ្នកទាំងអស់គ្នាមើលទៅចុះបន្ទាប់ពីនិយាយរួចសំណាងក៏បានដើរសម្ដែងទៅកាន់ភ្នូបុរាណនោះរួចហើយគេបានលើកដៃសំពះនិងនិយាយឡើងថាអោព្រាយទាំង4និងវត្ថុស័ក្តិសិទ្ធិការពារនៅទីនេះបើសិនជារំពាត់នេះគឺជារំពាត់របស់ខ្ញុំហើយខ្ញុំគឺជាលោកគ្រូធំមកចាប់ជាតិមែននោះសូមឲ្យភ្នូនេះរបើកចេញក្តាមឈូស
ហើយឲ្យខ្ញុំបានជួបនឹងរំពាត់វាយព្រាយនោះដើម្បីយកទៅបង្ក្រាបសត្រូវបន្តទៀតគ្រាន់តែសំណាងគេនិយាយដូច្នេះភ្លាមស្រាប់តែមេឃនៅពេលនោះប្រែជាងងឹតផ្គរលាន់ក្ដួងក្ដាងផ្លេចបន្ទោឆ្វេងឆ្វាញវត្ថុស័ក្តិសិទ្ធិនៅក្នុងក្តារមឈូសនោះហាក់ដូចជាមានវិញ្ញាណគ្រាន់តែបានឮសំឡេងសំណាងភ្លាមវាហាក់ដូចជាបានដឹងថាម្ចាស់របស់វាកំពុងតែធ្វើដំណើរមករកវាហើយពេលនោះក្តារមឈូសក៏បានផ្ទុះចេញមកពីក្នុងដីរួចហើយក៏ចាប់ផ្ដើមបង្ហាញឡើងសំណាងបានដើរសម្លឹងទៅកាន់ក្តារមឈូសនោះហើយគេបាននិយាយថាពេលវេលាបានឈានចូលមកដល់ហើយក្រោយមកអ្នកភូមិបានបើកភ្នែកធំធំបន្ទាប់ពីឃើញរឿងហេតុដ៏អស្ចារ្យនោះចាប់ផ្ដើមកើតឡើងក្រោយមកក្តារមឈូសដែលត្រូវគេចាក់សោជាច្រើនជាន់ក៏ប្រែជារបើកឡើងរំពាត់វាយព្រីក៏ចាប់ផ្ដើមបង្ហាញខ្លួនហោះរសាត់អណ្ដែតសំដៅមករកនេះសំណាងបន្ទាប់ពីឃើញរំពាត់នោះសំណាងក៏បានលុកដៃទៅចាប់រំពាត់ព្រាយដែលកំពុងតែមានពន្លឺនិងបញ្ចេញយ័ន្តមន្តអាគមគេថាបន្ទាប់ពីសំណាងបានលុកដៃចាប់រំពាត់នោះភ្លាមអតីតកាក៏ចាប់ដើមវិលចូលមកក្នុងខួរក្បាលរបស់គេអ្វីគ្រប់យ៉ាងដែលបានកើតឡើងកាលពីមុនក៏ធ្វើឲ្យគេបានចងចាំហាក់ដូចជាគេកំពុងតែភ្ញាក់ពីដំណេកចំណែកឯមន្តអាគមដែលគេបានរៀនកាលពីមុននោះក៏បានបង្ហាញនៅក្នុងខួរក្បាលរបស់គេផងដែរតាមពិតទៅលោកគ្រូធំកាលពីជាតិមុននោះមុននឹងស្លាប់គាត់បានចងអាគមដាក់នៅក្នុងរំពាត់សិលនេះបើសិនជាមានអ្នកណាមាននិស្ស័យមកចាប់ជាមួយនឹងរំពាត់វាយព្រាយអ្នកនោះនឹងអាចចេះមន្តអាគមដោយសារតែអាគមដែលគាត់ចងពាត់នៅក្នុងរំពាត់មួយនេះដោយមិនចាំបាច់រៀនពេលនោះអ្នកភូមិចាប់ផ្ដើមនាំគ្នាក្រាបសំពះហើយពួកគេក៏បាននិយាយឡើងថាលោកគ្រូធំត្រឡប់មកវិញហើយពួកយើងទាំងអស់គ្នានេះគឺជាលោកគ្រូធំក្រោយមកពួកគេក៏បានលើកដៃសំពះរួចហើយពួកគេក៏បាននិយាយថាលោកគ្រូចាប់ជាតិហើយតែពួកខ្ញុំសូមគោរពលោកគ្រូបូជាតទៅថ្ងៃមុខទៀតនៅពេលនោះសំណាងគេក៏បាននិយាយថាណែអ្នកទាំងអស់គ្នាខ្ញុំអរគុណណាស់ដែលអ្នកទាំងអស់គ្នានៅគោរពបូជាចំពោះក្តារមឈូសរបស់ខ្ញុំឥឡូវតើអ្នកទាំងអស់គ្នាមានគ្រោះភ័យអ្វីសូមប្រាប់មកខ្ញុំមកខ្ញុំនឹងជួយបង្ក្រាបគ្រោះភ័យនោះជួយទៅដល់អ្នកភូមិបន្តទៀតពេលនោះអ្នកភូមិគេក៏បាននិយាយឡើងថាលោកគ្រូនៅក្នុងភូមិរបស់ជើងមួយរយៈនេះស្រាប់តែបាត់ក្មេងៗជាពិសេសនោះគឺស្ត្រីក្រមុំតែម្ដងស្រីក្រមុំត្រូវបាត់ខ្លួនជាបន្តបន្ទាប់មិនដឹងជាមានមូលហេតុអ្វីនោះឡើយសូមលោកគ្រូជួយបង្ក្រាបខ្មោចព្រាយបិសាចជួយមកដល់ភូមិរបស់ជើងផងពេលនោះសំណាងក៏បានសួរទៅកាន់អ្នកភូមិថាអ្នកទាំងអស់គ្នាតើនៅក្នុងភូមិបាត់ខ្លួនរបស់មនុស្សអស់រយៈពេលប្រមាណខែហើយតាសកបានលើកដៃសំពះហើយគាត់បាននិយាយឡើងថាអរលោកគ្រូទៅតែមួយរយៈនោះទេចាប់តាំងពីមានអ្នកសច្ចាំង2នាក់បានចូលមករស់នៅក្នុងព្រៃក្រៅភូមិពេលនោះចាប់ផ្ដើមមានរឿងហេតុកើតឡើងនៅក្នុងភូមិតែម្ដងសច្ចាំង2នាក់នោះតែខ្លួនមើលទៅហាក់មិនដូចជាសច្ចាំងផ្សេងនោះទេគេស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅសក់កន្ទិញកន្ទ្រើងហើយមួយថ្ងៃនោះឃើញតែអង្គុយនៅមុខក្រឡខ្មៅនិងធ្វើការស្មឹងស្មាតតែប៉ុណ្ណោះពេលនោះសំណាងគេក៏បាននិយាយថាអត់ទេអ្នកភូមិមើលទៅប្រហែលជាមិនមែនអ្នកសច្ចាំងអ្វីនោះឡើយគេ
ប្រហែលជាគ្រាន់តែជាពួកគ្រូថ្មតែប៉ុណ្ណោះឥឡូវសូមអ្នកទាំងអស់គ្នាជូនដំណើរខ្ញុំទៅទីកន្លែងនោះបន្តិចទៅនៅក្នុងពេលនោះមេឃក៏កាន់តែរសៀលអ្នកភូមិក៏ប្រញាប់ប្រញាល់ជូនសំណាងទៅកាន់ព្រៃក្រោយភូមិដែលមានអ្នកសច្ចាំង2នាក់កំពុងតែសមាធិស្មឹងស្មាតនោះឯងអស់ពេលមួយសន្ទុះធំសំណាងនិងអ្នកភូមិក៏បានធ្វើដំណើរចូលទៅដល់ទីកន្លែងដែលអ្នកសច្ចាំង2នាក់កំពុងតែសមាធិពេលនោះសំណាងដឹងច្បាស់ណាស់ថាលោកគ្រូទាំង2នាក់នេះគឺជាលោកគ្រូសាមនិងជាលោកគ្រូថ្មព្រៃដែលបានបញ្ជាព្រាយក្របីឲ្យទៅសម្លាប់គេថ្ងៃមុននោះឯងសំណាងក៏បានចង្អុលគ្រូទាំងពីរនោះហើយនិយាយឡើងខ្លាំងៗថាណែពួកអាគ្រូថ្មទាំងពីរក្បាលឯងមិនចាំបាច់មកបន្លំខ្លួនធ្វើជាអ្នកសច្ចាំងអ្វីនោះទេយើងបានដឹងអស់ហើយថ្ងៃនេះពួកឯងប្រហែលជាគ្មានជីវិតរស់បន្តទៀតនោះឡើយគ្រូទាំងពីរនាក់ភ្ញាក់ខ្លួនព្រឺតបន្ទាប់ពីឮសំណាងនិយាយទៅកាន់ពួកគាត់ដូច្នោះថ្មសាមក៏បានក្រោកឡើងហើយនិយាយទៅកាន់សំណាងថាណែអាគ្រូក្មេងយើងមិនទាន់ទៅរកឯងផងតែឯងបែរជាមករកយើងដល់កន្លែងតែម្ដងអើមិនអីទេយើងនឹងឲ្យឯងស្លាប់តាមគោលបំណងរបស់ឯងចុះតាមពិតទៅមនុស្សដែលស្លាប់នៅក្នុងភូមិមនុស្សដែលបានបាត់ខ្លួនគឺសត្វតែគ្រូថ្មទាំង2នាក់នេះយកពួកគេយកទៅចិញ្ចឹមពពួកខ្មោចព្រាយនៅក្នុងព្រៃតែប៉ុណ្ណោះខណៈពេលនោះគ្រូថ្មទាំងពីរក៏ចាប់ផ្ដើមសមាធិសូត្រអាគមរបស់ខ្លួននៅពេលនោះស្រាប់តែមានពពួកក្របីព្រាយ2ក្បាលចាប់ផ្ដើមបង្ហាញខ្លួនឡើងមិនត្រឹមតែប៉ុណ្ណោះគ្រូថ្មទាំងពីរនាក់បានសូត្រអាគមធ្វើឲ្យបរិវេណនៅក្នុងព្រៃមានសភាពងងឹតស្លប់ដើម្បីងាយស្រួលនឹងបញ្ជាពពួកខ្មោចព្រាយឲ្យទៅធ្វើបាបនិងទប់ទល់ជាមួយនឹងសំណាងអ្នកភូមិពេលមិញនេះទើបតែឃើញព្រះអាទិត្យសន្សំរៀបចំនឹងលិចតែប៉ុណ្ណោះតែឥឡូវប្រែជាងងឹតហាក់ដូចជាពេលយប់ម៉ោង8ម៉ោង9អញ្ចឹងបន្ទាប់ពីក្របីព្រាយ2ក្បាលបានរត់សម្ដៅមករកសំណាងជំនាងទាំង4ក៏ប្រែคล้ายទៅជាសត្វខ្លាទាំង4ក្បាលក៏បានហក់ទៅសង្គ្រប់ខាំជាមួយនឹងក្របីព្រាយក៏ប៉ុន្តែអំណាចរបស់ជំនាងខ្លាំងពូកែណាស់ក្របីទាំង2ក្បាលនោះប្រហែលជាមិនមែនដៃគូព្រាយជំនាងរបស់សំណាងនោះទេបន្ទាប់ពីឃើញក្របីត្រូវស្លាប់នៅនឹងកន្លែងគ្រូអាគមទាំង2នាក់ក៏ចាប់ផ្ដើមសូត្រអាគមបន្ថែមទៀតពេលនោះគ្រូទាំងពីរក៏ចាប់ផ្ដើមហៅព្រៃខ្លា2ក្បាលឲ្យបង្ហាញខ្លួននៅក្នុងពេលនោះឯងព្រៃខ្លាទាំង2ក្បាលក៏ចាប់ផ្ដើមវាយប្រហារទៅកាន់សំណាងម្ដងទៀតចំណែកឯព្រៃជំនាងនោះក៏ចាប់ផ្ដើមបង្ហាញខ្លួនប្រែរូបរាងខ្លាចជាសត្វខ្លាទាំង4ទៅខាំទប់ទល់ជាមួយនឹងព្រៃខ្លាផងដែរមិនត្រឹមតែប៉ុណ្ណោះថ្មសាមនិងថ្មព្រៃក៏ប្រើបិសាចដៃ4និងពពួកខ្មោចព្រាយជាច្រើនទៀតឲ្យហោះហើរសម្ដៅមកទីនេះដោយឃើញសភាពការដូចជាមិនស្រួលសំណាងក៏ចាប់ផ្ដើមសូត្រអាគមទៅកាន់រំពាត់ព្រាយរួចឆាយបោះវាឡើងទៅលើមួយសន្ទុះក្រោយមករំពាត់ព្រាយក៏ចាប់ផ្ដើមបញ្ចេញពន្លឺហើយរំពាត់នោះក៏បានទៅវាយលើពពួកវិញ្ញាណឲ្យរលាយសាបសូន្យនៅទីកន្លែងនោះភ្លាមសំឡេងស្រែករបស់ពពួកវិញ្ញាណបន្ទាប់ពីត្រូវរំពាត់វាយព្រាយមើលទៅហាក់ដូចជាសង្វេគណាស់ពួកគ្នាក៏មិនចង់មកធ្វើបាបទៅដល់សំណាងដែរក៏ប៉ុន្តែដោយសារតែបល័យរត់ចងរបស់ពពួកគ្រូថ្មតែប៉ុណ្ណោះទើបពួកវាចូលមកទប់ទល់ជាមួយនឹងសំណាងនេះឯងមួយសន្ទុះក្រោយមកលោកគ្រូអាគមទាំងពីរក៏ចាប់ផ្ដើមសូត្រអាគមបន្ថែមទៀតពពួកសត្វច្រាបជាច្រើនចាប់ផ្ដើមបង្ហាញខ្លួនជាបន្តបន្ទាប់ពេលនោះសំណាង
គេក៏ចាប់ផ្ដើមទាញកំបិតរបស់ខ្លួនសូត្រមន្តអាគមគោះវាសទៅលើដីដើម្បីហៅពពួកខ្មោចដីឲ្យមកទប់ទល់ជាមួយនឹងពពួកសត្វច្រាបទាំងអស់នេះខណៈពេលនោះធ្មប់សាមក៏បាននិយាយទៅកាន់បងប្រុសគេថាលោកបងឥឡូវនោះអាគ្រូក្មេងវាចាប់ផ្ដើមលេងមន្តអាគមនោះហើយក៏ប៉ុន្តែមន្តអាគមនេះសូត្រក្នុងមួយសប្តាហ៍ប្រើបានតែម្ដងតែប៉ុណ្ណោះចាំមើលវាប្រើអាគមនេះហើយចាំយើងចូលទៅសម្លាប់វាឥឡូវយើងចាប់ផ្ដើមកិច្ចខ្លួនបន្តិចសិនទៅធ្មប់ទាំងពីរដោយសារតែខ្លាចខ្មោចដីពួកគេក៏ចាប់ផ្ដើមនាំគ្នារត់គេចវេះចេញពីទីនេះមួយផ្លែតក្រោយមកសំឡេងដីផ្ទុះប្រឹបបង្ហាញនៅពពួកខ្មោចដីធំមានមៀតធំសម្បើមពួកវាមានឫទ្ធិអំណាចខ្លាំងណាស់ដោយសារតែមន្តអាគមដែលបញ្ជាទៅលើពួកវានោះមិនមែនជាមន្តអាគមធម្មតានោះទេបន្ទាប់ពីវត្តមានរបស់ពពួកខ្មោចដីចាប់ផ្ដើមបង្ហាញខ្លួនពួកវាក៏ចាប់ពួកសត្វក្របីសត្វព្រាយមិនថាពពួកច្រាបព្រៃដូចជាពពួកព្រាយខ្លាឬក៏ព្រាយជ្រូកព្រៃនោះទេពួកខ្មោចដីក៏ចាប់ផ្ដើមវាយប្រហារទៅលើពួកវាឲ្យខ្ទេចខ្ទីនៅក្នុងពេលនោះឯងបន្ទាប់ពីពពួកវិញ្ញាណបានរលាយខ្ទេចខ្ទីបាត់អស់ទៅលោកគ្រូក៏ចាប់ផ្ដើមសូត្រអាគមឲ្យខ្មោចដីរលាយបាត់ចូលទៅក្នុងដីទៅវិញក៏ប៉ុន្តែបន្ទាប់ពីខ្មោចដីបានរលាយបាត់ធ្មប់សាមនិងធ្មប់ព្រៃក៏ចាប់ផ្ដើមបង្ហាញខ្លួនសារជាថ្មីម្ដងទៀតម្ដងនេះធ្មប់លេងមែនតែនហើយដោយពួកគេម្នាក់ជិះលើខ្នងរបស់សត្វខ្លាម្នាក់ទៀតបណ្ដើរព្រាយពោះយៈធ្វើដំណើរសំដៅមករកសំណាងពេលនោះធ្មប់ក៏បានបញ្ជាព្រាយពោះយៈព្រមទាំងសត្វខ្លាឲ្យមកសម្លាប់សំណាងចំណែកឯព្រាយជំនាងទាំង4ក៏ចាប់ដើមប្រែខ្លួនខ្លាចទៅជាសត្វខ្លាទៅទប់ទល់ជាមួយនឹងពួកវាដែរតែអំណាចរបស់ព្រាយពោះនេះមិនធម្មតានោះទេវាអាចព្រោះភ្លើងបានហាក់ដូចជាពពួកសត្វនាគរាជមិនជូរប៉ុន្មានព្រាយជំនាងទាំង4ក៏ត្រូវខ្ទាតប៉ាងចេញពីទីនោះដោយសារតែឫទ្ធិអំណាចរបស់ព្រាយពោះខណៈពេលនោះសំណាងក៏សូត្រអាគមរបស់ខ្លួនដាក់ទៅលើរំពាត់វាយព្រាយរួចហើយចូលទៅប្រយុទ្ធទប់ទល់ជាមួយនឹងពពួកសត្វច្រាបក៏ប៉ុន្តែនៅពេលនោះស្រាប់តែធ្មប់ទាំងពីរក៏បានប្រែខ្លួនទៅជាអសូរកាយដែលមានមាឌធំចូលមកទប់ទល់ជាមួយនឹងសំណាងបន្ថែមទៀតឥឡូវនេះ4ទល់នឹង1តើសំណាងអាចទប់ទល់បានដែរឬទេនៅក្នុងពេលនោះពស់ព្រាយក៏ចាប់ដើមព្រោះភ្លើងសម្ដៅទៅកាន់សំណាងចំណែកឯសំណាងក៏បានសូត្រអាគមបង្កើតជាកំផែងការពារខ្លួនរបស់គេតាមមើលទៅសភាពការសំណាងប្រហែលជាទប់ទល់ជាមួយនឹងពពួកសត្វព្រាយនេះមិនបានយូរប៉ុន្មាននោះទេខណៈពេលនោះស្រាប់តែសត្វពស់ក៏បានយកកន្ទុយរបស់វាវត្តវែងសម្ដៅទៅកាន់សំណាងកិច្ចផតក៏បានលោតចេញទៅឆ្ងាយបន្តិចខណៈពេលនោះគេក៏ចាប់ផ្ដើមយករំពាត់ដាក់នៅលើភ្លៅរបស់គេរួចហើយអង្គុយសូត្រអាគមមួយផ្លែតក្រោយមកស្រាប់តែអសរយ័ន្តគាថាជាច្រើនក៏បានបញ្ចេញមកពីរំពាត់ព្រាយចំណែកអាគមនិងយ័ន្តដែលបានចារនៅលើខ្លួនរបស់គេក៏ចាប់ផ្ដើមបង្ហាញចេញមកផងដែរទីបំផុតអាគមគាថាក៏ចាប់ផ្ដើមប្រមូលគ្នាខ្លាយទៅជារបាំងមួយមកគ្របដណ្ដប់ទៅលើពួកអសូរកាយនិងពពួកសត្វពស់សំណាញ់អាគមចាប់ផ្ដើមរឹតបន្តឹងទៅធ្វើឲ្យព្រាយពស់ព្រាយខ្លានិងអសូរកាយធ្មប់ទាំងពីរមិនអាចធ្វើដំណើរទៅណារួចអាគមរបស់លោកគ្រូសំណាងនេះពិតជាមិនធម្មតាមែនសំបីតែពួកនេះវាព្រួតដៃគ្នាហើយក៏នៅតែមិនអាចទប់ទល់
ជាមួយនឹងសំណាងបានពេលនោះសំណាងបំរុងនឹងសម្លាប់ពួកវាបានទៅហើយស្រាប់តែមានគោព្រាយមួយក្បាលមានមាឌធំសម្បើមមានសម្បុរពណ៌ខ្មៅសត្វគោក៏ស្ទុះមួយទំហឹងមកចូលសំណាងពីក្រោយធ្វើឲ្យសំណាងខ្ទាតប្រហែលជា20ម៉ែត្របន្ទាប់ពីសំណាងបានខ្ទាតបោកផ្ទប់ជាមួយនឹងដើមឈើសត្វគោហាក់ដូចជាមានកំហឹងស្ទុះមួយវងទៀតទៅចូលសំណាងផ្ទប់នឹងដើមឈើនោះតែពេលនោះនេះសំណាងបានគេចផុតសត្វគោបានទៅផ្ទប់ជាមួយនឹងដើមឈើស្ទើរតែធ្វើឲ្យដើមឈើនោះដេកដួលរលំទៅលើដីទៅហើយកម្លាំងរបស់គោព្រាយនេះមិនដូចជាសត្វច្រាបធម្មតានោះទេមើលទៅវាប្រហែលជាមានអាយុកាលជាច្រើនឆ្នាំមកហើយមូលហេតុដែលធ្វើឲ្យគោព្រាយនេះខឹងសម្បាទៅកាន់សំណាងនោះដោយសារតែវាបានដឹងថាគ្រូធំដែលធ្លាប់កម្ចាត់វាកាលពីជាតិមុននោះឥឡូវមកកើតជាសំណាងនេះឯងកាលពីមុនគោព្រាយក៏ធ្លាប់ចូលទៅអុកឡុកក្នុងភូមិចំណែកឯលោកគ្រូធំក៏បានបង្ក្រាបវាផងដែរដូច្នេះហើយទើបធ្វើឲ្យគោព្រាយបានចូលទៅរស់នៅក្នុងលអាងមួយមិនដែលបង្ហាញខ្លួនឲ្យអ្នកភូមិបានឃើញជាបន្តបន្ទាប់តែទោះបីជាលោកគ្រូធំបានស្លាប់ទៅហើយគោព្រាយក៏មិនអាចចូលទៅក្នុងភូមិនោះទៅសម្លាប់អ្នកភូមិបានដែរដោយសារតែអាគមរបស់គ្រូធំបានចងពាត់ពេងការពារចំពោះគោព្រាយនេះរួចបាត់ទៅហើយនៅក្នុងថ្ងៃនេះគឺជាថ្ងៃដែលគោព្រាយអាចសងសឹកទៅកាន់លោកគ្រូធំបាននៅពេលនោះគោព្រាយបានរត់សម្ដៅទៅរកសំណាងសាជាថ្មីម្ដងទៀតក៏ប៉ុន្តែព្រាយជំនាញសក់ដាញ់ក៏ចាប់ដើមនាំគ្នាទៅចាប់សត្វគោជាប់ខ្លះក៏បានចាប់ក្បាលខ្លះក៏បានចាប់ជើងដើម្បីបង្អាក់ដំណើរមិនឲ្យគោព្រាយទៅធ្វើអ្វីសំណាងបានតែតាមមើលទៅព្រាយជំនាញប្រហែលជាមិនមែនដៃគូរបស់គោព្រាយទេថ្មីត្បិតតែវាមានអានុភាពក៏ដោយក៏ប៉ុន្តែគោព្រាយខ្លាំងទៅជាងពួកជំនាញនេះទៅទៀតសំណាងមានរបួសធ្ងន់ធ្ងរក្អួតឈាមចេញមកក្រៅជាច្រើនជោគពេញអាវតែអំឡុងពេលនោះស្រាប់តែដង្ខៅគង់ក៏បានធ្វើដំណើរមកដល់ទីនេះពេលដែលឃើញកូនប្រុសកំពុងតែមានរបួសធ្ងន់ធ្ងរដូច្នោះដង្ខៅគង់ក៏ចាប់ដើមលេងអាគមទប់ទល់ជាមួយនឹងគោព្រាយក៏ប៉ុន្តែមើលទៅអាគមរបស់គាត់ហាក់ដូចជាមិនអាចធ្វើអ្វីគោព្រាយនោះបានសំណាងក៏បាននិយាយទៅកាន់ឪពុកថាលោកពុកប្រើអាគមហៅពពួកខ្មោចដីមកទើបអាចទប់ទល់ជាមួយនឹងវាបានបន្ទាប់ពីឮសម្ដីកូនប្រុសដង្ខៅគង់ចាប់ដាំយកកំបិតរបស់គាត់គូសវាសទៅលើដីមួយផ្លែតក្រោយមកស្រាប់តែខ្មោចដីដែលមានមាឌធំធំក៏ចាប់ផ្ដើមបង្ហាញខ្លួនគ្រាន់តែខ្មោចដីបង្ហាញខ្លួនភ្លាមគ្រូទាំងពីរក៏ចាប់ផ្ដើមមានអារម្មណ៍ផិតភ័យធ្មប់សាមក៏បាននិយាយទៅកាន់បងប្រុសគេថាលោកបងឆាប់រកផ្លូវគេចចេញពីទីនេះទៅខ្មោចដីចេញមកហើយពួកវានេះប្រហែលជាគ្មានអាគមអ្វីបង្ក្រាបទៅលើពួកវាបាននោះទេពេលដែលខ្មោចដីបង្ហាញខ្លួនវាក៏ចាប់ផ្ដើមនាំគ្នាទៅហែកគោព្រាយនោះជាជំរាកគោព្រាយដែលដឹងថាមានឫទ្ធិអំណាចក៏ប៉ុន្តែចំពោះខ្មោចដីមើលទៅវាប្រហែលជាមិនបានមួយភាគរបស់ពពួកខ្មោចដីនោះទេពួកខ្មោចដីមានគ្នាច្រើនចំណែកអានុភាពនិងកម្លាំងរបស់វាក៏មិនធម្មតាបន្ទាប់ពីសម្លាប់គោព្រាយរួចពពួកខ្មោចដីក៏ចាប់ដើមរត់សម្ដៅទៅរកព្រាយពស់និងព្រាយខ្លាការប្រយុទ្ធក៏ចាប់ដើមកាត់ឡើងសារជាថ្មីម្ដងទៀតតែទោះជាយ៉ាងណា
ក៏ពួកវាមិនអាចទប់ទល់ជាមួយនឹងពពួកខ្មោចដីនេះបានខ្មោចដីក៏ចាប់ផ្ដើមសម្លាប់ព្រាយពោះព្រមទាំងព្រាយខ្លាឲ្យស្លាប់នៅក្នុងពេលនោះឯងគ្រូធ្មប់ទាំងពីរព្យាយាមរត់ចេញពីទីនោះដែរក៏ប៉ុន្តែគ្មានឱកាសនឹងអាចឃើញពន្លឺថ្ងៃនៅក្នុងថ្ងៃមុខទៀតនោះទេទីបំផុតទៅខ្មោចដីក៏បានបង្ក្រាបទៅលើគ្រូធ្មប់នោះឲ្យរលាយសាបសូន្យទាំងពីរនាក់បាត់ចេញពីទីនេះទៅបន្ទាប់ពីរឿងរ៉ាវបានស្ងប់ស្ងាត់លោកគ្រូក៏ចាប់ផ្ដើមសូត្រអាគមបញ្ជាពួកខ្មោចដីឲ្យចូលទៅក្នុងដីវិញបាត់ទៅនៅក្នុងពេលនោះសំណាងក៏បាននិយាយទៅកាន់ឪពុកគេថាលោកពុកហេតុអ្វីក៏លោកពុកប្រញាប់មកវិញខ្លាំងម្ល៉េះដងខៅគង់ក៏បាននិយាយទៅកាន់កូនប្រុសទាំងមានចិត្តអាណិតអាសូរថាណែកូនពុកលក់ក្របីអស់ហើយដោយសារតែពុកព្រួយបារម្ភពីសុវត្ថិភាពឯងជាមួយនឹងម្ដាយទើបពុកប្រញាប់វិលមកវិញនឹងណានោះតើឯងស្គាល់ពួកគាត់ទាំងពីរនាក់ដែរឬទេពេលនោះសំណាងបានសម្លឹងទៅការចង្អុលរបស់ដងខៅគង់គាត់ក៏បានឃើញបរិសម្នាក់និងស្ត្រីម្នាក់នៅក្នុងពេលនោះសំណាងក៏ចាប់ផ្ដើមហូរទឹកភ្នែកម៉ាត់ម៉ាត់ដោយសារតែអារម្មណ៍ក្តុកក្តួលរបស់គេក៏ចាប់ផ្ដើមកើតឡើងមនុស្សពីរនាក់នោះគឺជាឪពុកម្ដាយបង្កើតរបស់សំណាងនោះឯងពួកគាត់តាមរកកូនប្រុសអស់រយៈពេលជាច្រើនឆ្នាំក៏ប៉ុន្តែពួកគាត់មិនបានជួបជាមួយនឹងកូនប្រុសនោះទេសំណាងបន្ទាប់ពីឃើញឪពុកម្ដាយបង្កើតគេក៏បានស្ទុះវឹងទៅអោបក្រសោបពួកគាត់ក៏ប៉ុន្តែពួកគាត់ទាំងពីរនាក់ហាក់ដូចជាមានសភាពស្គមរីងរៃមានមុខមាត់ហាក់ដូចជាមិនដូចកាលពីមុននោះឡើយមូលហេតុនោះដោយសារតែគាត់ស្ដាយកំហុសរបស់គាត់ធ្វើបាបទៅកាន់កូនប្រុសដែលជាក្មេងគ្នាមិនទាន់ដឹងអីឪពុកម្ដាយក៏បាននិយាយសុំទោសទៅកាន់កូនក៏ប៉ុន្តែសំណាងគេហាក់ដូចជាគ្មានការខឹងសម្បារទៅកាន់ឪពុកម្ដាយបន្តិចនោះទេក្នុងចិត្តគេពេលនេះមានតែភាពរំភើបនិងការនឹករលឹកទៅដល់ឪពុកម្ដាយបង្កើតតែប៉ុណ្ណោះអ្នកទាំង3នាក់បានអោបក្រសោបគ្នាយំអស់មួយសន្ទុះក្រោយមកអ្នកភូមិក៏បានហៅអ្នកទាំងអស់គ្នាចូលទៅដល់ក្នុងភូមិគាត់ពេលនោះអ្នកភូមិគេក៏បាននិយាយទៅកាន់សំណាងថាលោកគ្រូពួកខ្ញុំរងចាំលោកគ្រូជាយូរឆ្នាំជាយូរខែមកហើយពួកខ្ញុំសង្ឃឹមថាថ្ងៃណាមួយលោកគ្រូនឹងបង្ហាញខ្លួនមកជួយដល់អ្នកភូមិយើងទៀតសំណាងគេក៏បាននិយាយថាខ្ញុំសូមអរគុណទៅដល់អ្នកភូមិទាំងអស់គ្នាហើយដែលបាននៅថែរក្សាភ្នូររបស់ខ្ញុំអស់ជាច្រើនចំនួនដូចនេះអ្នកទាំងអស់គ្នាមិនចាំបាច់បូជាបន្តទៀតនោះទេព្រោះថាខ្ញុំបានកើតភពថ្មីនិងចាប់ជាតិសាសជាថ្មីម្ដងទៀតហើយតាសុកនិងអ្នកភូមិបាននិយាយប្រកែកថាអត់ទេលោកគ្រូសូមឲ្យពួកខ្ញុំនៅបូជាចំពោះក្តាមមឈូសនេះបន្តទៀតទៅសពថ្ងៃនេះដោយសារតែពួកយើងបានបូជានិងគោរពទៅកាន់វិញ្ញាណក្ខន្ធរបស់លោកគ្រូនេះហើយទើបអ្នកភូមិរបស់យើងរស់បានសុខសាន្តរហូតដល់សពថ្ងៃសូមលោកគ្រូអនុគ្រោះឲ្យពួកខ្ញុំផងដោយសារតែសម្ដីរបស់អ្នកភូមិទើបធ្វើឲ្យសំណាងយល់ព្រមឲ្យអ្នកភូមិគោរពបូជាទៅកាន់ក្តាមឈូសនេះបន្តទៅទៀតអ្នកទាំងអស់គ្នាបានសម្រាកនៅក្នុងភូមិនេះមួយយប់ក្រោយមកពួកគេក៏ចាប់ផ្ដើមធ្វើដំណើរចេញពីទីនេះសម្ដៅចូលទៅកាន់ភូមិរបស់ពួកគាត់ទៅទីបំផុតឪពុកម្ដាយបង្កើតរបស់សំណាងក៏បានទៅរស់នៅជាមួយនឹងសំណាងនិងសោយសុខមានប្រាក់ស្ដុកស្ដុំនៅគ្រួសាររបស់ដងខៅឪពុកម្ដាយនិងកូនបានជុំគ្នាពួកគាត់ក៏សប្បាយរីករាយចាប់តាំងពីថ្ងៃនោះសំណាងគេបានធ្វើដំណើរនាំពពួកក្របីទាំងអស់ទៅលក់ជំនួសឪពុករបស់គេដោយសារតែដងខៅគង់មានវ័យរឿងចំណាស់ទៅហើយសំណាងមិនអោយឪពុករបស់ខ្លួនធ្វើដំណើរទៅឆ្ងាយបន្តទៀតនោះទេ
ចំណែកឯសាច់រឿងមួយនេះក៏សូមបញ្ចប់តែត្រឹមនេះផងដែរសូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តទាំងអស់គ្នា